បាទសួស្តីប្រិមិត្តវិលមកជួបគ្នាសារជាថ្មីបច្ចុប្បន្នភាពអ៊ីរ៉ាន់ជាមួយនឹងអ៊ីស្រាអែលកំពុងតែបាញ់គ្នាទៅវិញទៅមកអ៊ីស្រាអែលក៏កំពុងតែច្បាំងជាមួយនឹង Hezbollah នៅឯប្រទេសលេបាណាន់បារាំងខំប្រឹងធ្វើនយោបាយខ្លាំងក្លាណាស់ដែរក៏ប៉ុន្តែដូចជាគ្មានសមត្ថភាពនិងអំណាចអ្វីទេការខូចខាតដោយការវាយប្រហាររបស់អ៊ីរ៉ាន់ទៅលើអ៊ីស្រាអែលកំពុងតែវាយប្រហារទៅលើទីក្រុង Tel Aviv ហើយការខូចខាតបានខូចខាតច្រើនមនុស្ស4នាក់ទទួលរងរបួសរីឯប្រទេសបារ៉េនបានឲ្យដឹងថាទាហានបារ៉េនម្នាក់ស្លាប់ដោយការវាយប្រហាររបស់អ៊ីរ៉ាន់មកលើប្រទេសបារ៉េននេះគឺជាព័ត៌មានបច្ចុប្បន្នភាពទស្សនៈព័ត៌មាននៅអាមេរិកកំពុងតែមើលឃើញថាលោកប្រធានាធិបតីដូណាល់ត្រាំសង្ស័យតែកំពុងតែវិលវល់មិនច្បាស់លាស់ប្រេងឆៅឡើង$100ហើយកំពុងតែឡើងតទៅទៀតយើងមិនដឹងថាតើលទ្ធភាពនៃសង្គ្រាមនោះចាញ់មុខមាត់ដូចមកដាច់ទេនៅខាងចិនគឺអត់មានអ្វីប្លែកបាទអត់មានអ្វីប្លែកទេកំពុងតែអួតអាងអំពីសពាវុធរបស់ខ្លួនជាធម្មតានៅសហរដ្ឋអាមេរិកឯនេះភ្លើងឆេះនៅ Texas គឺអគិភ័យដែលឆាបឆេះនៅរោងចម្រាញ់ប្រេងនៅ Texas កំពុងតែស៊ើបអង្កេតចំណែកឯទីផ្សារហិរញ្ញវត្ថុនៅកក្រៅមេឃកក្រៅដីដដែលចំណែកឯព័ត៌មានពីលោកប្រធានាធិបតីដូណាល់ត្រាំអត់មានអ្វីប្លែកជាងដែលយើងបានដឹងនោះទេនេះគឺជាចំណែកតាក់ទងនឹងបច្ចុប្បន្នភាពចប់ហើយទៅមើលខាងថៃវិញថៃគេបានអួតអាងថានាវាដឹកប្រេងរបស់គេបានរួចខ្លួនហើយថៃគេកំពុងតែអួតអាងថាគេដោះស្រាយបញ្ហាចរាចរណ៍នាវាគេហ្នឹងគេអួតបាទហើយក្រសួងការពារជាតិកម្ពុជាចាញ់ផ្សាយព័ត៌មានអីទេអត់ដឹងព័ត៌មានអីខ្ជិលចាក់ស្ដាប់90អូខេมันមានអីធំដុំទេបងប្អូនក្រៅពីវិបត្តិសង្គ្រាមហើយនឹងប្រេងឡើងថ្លៃគឺអ្វីដទៃมันសំខាន់ទេបាទចាប់ប៉ុណ្ណឹងសួស្ដីធម្មតាទេចៅកាលណាចៅឯងចេះកិច្ចការខាង software ចៅអាចរកការងារធ្វើ online បានណាតែឲ្យស្ទាត់ភាសាអង់គ្លេសណាកូនណាអូខេកំសាន្តលោកពូវៀតណាមមានរោងចក្រថាមពលនុយក្លេអ៊ែរគេមានគោលដៅអញ្ចឹងណាក្មួយកំសាន្តវៀតណាមមានគោលដៅដែលខ្មែរយើងចូលចិត្តនិយាយថាមហាចតាណាខ្មែរវៀតណាមពិតជាមានគោលដៅហ្នឹងមានយូរហើយគេកសាងគំនិតហ្នឹង20ឆ្នាំហើយខ្ញុំជឿថាវៀតណាមធ្វើបានកូនហើយនៅក្នុងល្បឿនដែលវៀតណាមធ្វើបាននេះគឺវៀតណាមនឹងជាចៅហ្វាយរបស់កម្ពុជាយូរទៅមុខទៀតខ្ញុំមិននិយាយថារហូតទេប៉ុន្តែតាមខ្ញុំសន្និដ្ឋានគឺវៀតណាមជាចៅហ្វាយរបស់កម្ពុជាបានសេចក្តីថាវៀតណាមជាចៅហ្វាយរបស់ហ៊ុនសែនហើយក៏ជាអ្នកណាក៏ជាអ្នកមានអំណាចក្នុងការដោះដូរមេដឹកនាំខ្មែរ
ខ្មែរយើងគឺនៅក្រោមយួនណាមូហាម៉ាត់ហឹមមូហាម៉ាត់បើចៅត្រូវការឲ្យតាដេញចាញ់ចៅសួរអញ្ចឹងទៅតាដេញចៅចាញ់ឆាប់ហើយពីព្រោះអីពីព្រោះតាដូចជាខំប្រឹងបញ្យល់ឲ្យយល់ចេះដឹងប៉ុន្តែដល់ពេលចៅសួរចៅដូចជាអត់ចង់ស្ដាប់ឲ្យចេះដឹងអីទេគឺចង់សួរតាមរបៀបលេងសើចឬក៏ចង់សួរតាមរបៀបផ្សេងអញ្ចឹងតាហឹមមូហាម៉ាត់បើរបៀបហ្នឹងតាដេញចាញ់ណាចៅណាតាអត់ត្រូវការមនុស្សអញ្ចឹងទេអូខេតាប្រាប់ឲ្យហើយណាចៅណាប្រាប់ឲ្យហើយបានប្រាប់ឲ្យហើយនឹងគាត់ប្រាប់ប៉ុណ្្នឹងទេអៃរ៉ាន់មើលតើថៃវាមិនមែនរឿងហ្នឹងទេវាកំពុងឆ្លោះគ្នាជាមួយហ៊ុនសែនអត់ទាន់ចប់ណារឿងពួកថៃណាសុនតិចចាងលោកតាអាមេរិកអាចអត់ដឹងទេកូនអត់ដឹងរឿងហ្នឹងទេតាមទាំងអស់គ្នាដោយតាធ្លាប់និយាយរួចហើយណាtesting ខ្ញុំឃើញគេផ្សាយដែរប៉ុន្តែខ្ញុំខ្ជិលចាក់ស្ដាប់ណារក្សាគេមិនជឿព្រះណាពេលហ្នឹងគឺមិនជឿព្រះតែប៉ុណ្្នឹងឯងតាគិតថាអ្នកដែលស័ក្តិសមដឹកនាំប្រទេសខ្មែរចៅនឹងហើយបើសិនជាចៅខំរៀនទៅចៅទៅជាអ្នកដឹកនាំប្រទេសខ្មែរតែបើចៅធ្វើខ្លួនជាអាចឆ្កែយួនដាក់មនុស្សឲ្យត្រួតក្បាលចៅជំរឿនមាន2បើចង់បានអ្នកដឹកនាំស័ក្តិសមសម្រាប់ខ្មែរវាតលតែចៅខំរៀនតែបើចៅចង់ធ្វើខ្លួនជាអាចឆ្កែយួននឹងដាក់មនុស្សឲ្យដឹកនាំខ្មែរផ្លូវមាន2ប៉ុណ្ណឹងអញ្ចឹងអ្នកដឹកនាំដែលមានស័ក្តិសមគឺចៅនឹងហើយចៅគឺជាអ្នកដឹកនាំកូនចៅហ្នឹងអូខេអានឹងអញ្ចឹងណាអូខេឆ្ងល់ហេតុអីបានជាគេសរសេរថាសរស័ព្ទបានឈប់ឆ្ងល់ទៅអានឹងជាតំណប្រវត្តិសាស្ត្រនៅក្នុងសម័យហ្នឹងវាដាច់ដល់ដាច់ទៅគេដាក់ទៅសក់ផ្អែមហ្នឹងជាស្ដាច់តប្រវត្តិសាស្ត្រវាមិនពិតអីទេគ្រាន់តែគេដាក់តប្រវត្តិសាស្ត្រទៅប្រវត្តិសាស្ត្រវាតែងតែខ្វះចន្លោះអញ្ចឹងណាកូរីគុណអៃរ៉ាន់ប្រកាសថាអត់មានចរចាអីទេហើយថាត្រាំនិយាយភូតតាមការវិភាគមើលរវាងសង្គ្រាមខ្មែរនិងថៃតើតាយល់ឃើញថាអាចនឹងផ្ទុះម្ដងទៀតទេអាចផ្ទុះប៉ុន្តែមិនដឹងថ្ងៃណាណាវីយន្តហោះទម្លាក់ក្របបែក B52 របស់សហរដ្ឋអាមេរិកត្រូវប្រទេសវៀតណាមបាញ់ទម្លាក់ដែរទេបាទកាលនោះវៀតណាមធ្លាប់បាញ់ធ្លាក់បាទធ្លាប់បាញ់ធ្លាក់ស៊ីធនសក់មើលស៊ីធនសក់និយាយពីអីស៊ីធនសក់អត់ឃើញទេសំណួរដឹងយ៉ាងម៉េចអត់ឃើញសាមវិរៈរាជអរគុណចំពោះព័ត៌មានសោមសូសៀងអាចចៅប្រទេសខ្មែរយើងអាចរីកចម្រើនបើសិនកូនខ្មែរយើងដូចជាចៅខិតខំណាយើងអាចរីកចម្រើនកូនស៊ីធនសក់អំណាចយោធាថៃគឺនៅលើស្ដេចគេមែនទេអត់ទេអំណាចយោធាថៃគឺនៅលើទាហានហ៊ីសុកាអាហារូបករណ៍ទៅរៀនបារាំងខ្ញុំមកនៅទីនេះមួយរយៈខ្ញុំគិតថាល្អខ្ញុំចង់ទៅរស់នៅអាមេរិកល្អគិតខំប្រឹងប្រែងគិតតែកូនវាជាគំនិតល្អគ្រប់គ្រងណាជាគំនិតល្អគ្រប់គ្រងចំពោះការខិតខំគ្រប់គ្រងចំពោះការចង់មករស់នៅបរទេសគឺតាគ្រប់គ្រងពីព្រោះយើងមកមើលឃើញណាយើងមកមើលឃើញទឹកដីគេទៅយើងចេះតែរៀនតគេទៅណាបាទសាយ full slam អត់ប្រយោជន៍កុំសួរច្រើនពេកដេញចាញ់ណាចៅខាតតាមើលណាតាចេះតាណាចៃទៅស្អីទៅតាអានទៅចាញ់មកចង្អេចងាងទៅពិបាកណាកងទ័ពជើងគោកខ្មែរអាចមានព្រៀបអាចមានឲ្យតែរដ្ឋាភិបាលហ្នឹងបញ្ជូនទ័ពទាំងអស់ឲ្យច្បាំងស្មើគ្នា
អាកូនអ្នកមានក៏ច្បាំងកូនហ៊ុនសែនក៏ច្បាំងកូនតកូលហ៊ុនក៏ច្បាំងកូនបពពួកអ្នកបព្វជិជនធំក៏ចាញ់ច្បាំងយើងខ្លាំងទាំងអស់គ្នាណាតើវិបត្តិសង្ឃាឡើងថ្លៃតើពេលណាអាចអត់មានអ្នកណាដឹងទេយូរអត់មានអ្នកណាដឹងទេគេកំពុងតែមានសង្គ្រាមនិវត្តន៍សង្ឃរបស់របរឡើងថ្លៃអរគុណហើយព័ត៌មានសិនកូនយើងរបស់យើងរៀនពូកែហើយចង់ឲ្យគាត់រៀនផ្លោះថ្នាក់តែល្អទេបើផ្លោះបានល្អខ្ញុំក៏ធ្លាប់ផ្លោះថ្នាក់សេងគឹមខ្ញុំស្ដាប់គេនិយាយអង់គ្លេសច្រើនរហូតដល់ពាក្យខ្លះខ្ញុំនិយាយបានខ្លះយល់តែរៀបពាក្យនិយាយមិនចាញ់ចិត្តតែខំបើកមាត់ទៅទាំងខុសទាំងត្រូវកុំខ្លាចបើកមាត់និយាយទៅយូរធ្លាប់ហើយរៀនជំនាញបច្ចេកទេសល្អទេល្អខំរៀនអង់គ្លេសផងខំរៀនណាចាកុំប្រហែសឲ្យសោះខំរៀននៅសហរដ្ឋអាមេរិកទូរទស្សន៍ដែលសម្បូរផ្សាយចេញមកមានតែ Fox News ហើយ Fox News នេះអត់មានអ្នកសារព័ត៌មានច្រើនទេអញ្ចឹងទៅព័ត៌មាននៅអាមេរិកនេះស្ដាប់ទៅអត់ស្រួលទេណាហើយនៅក្នុង X មានអាមួយឈ្មោះ Alex Jones ហ្នឹងណាអាហ្នឹងគឺជាមនុស្សនិយាយភូតច្រើនណាអាមួយឈ្មោះ Alex Jones ហ្នឹងអាហ្នឹងនិយាយភូតណានិយាយភូតច្រើនណាអាមួយឈ្មោះ Alex Jones ហ្នឹងណានៅបាញ់គ្នាដដែលអត់មានអីធំដុំទេលោកតាខ្ញុំរៀនចប់តើខ្ញុំគួរធ្វើការងារអ្វីដើម្បីជួយគ្រួសារកាលណាចៅឯងរៀនចប់ចៅឯងដឹងជំនាញចៅឯងដឹងជំនាញចៅឯងចៅសម្លាញ់ចៅឯងដឹងជំនាញចៅឯងទើបចៅឯងទៅធ្វើការហ្នឹងវាបានចៅឯងអត់ប្រាប់ជំនាញតាហើយចៅឯងធ្វើម៉េចតាដឹងកូនណាលោកតាការលើករបស់កងទ័ពថៃការញុះញង់ដើម្បីបង្កឲ្យផ្ទុះសង្គ្រាមឬយ៉ាងណាប្រុនម៉ៅគេរករឿងខ្មែរយើងហើយណាវិរៈបើចង់បានចឹងដេញចាញ់ឲ្យហើយទៅសង្គ្រាមលើកទី3អូខេណាតាត្រាំយល់ថាបើវាយអៃរ៉ាន់យូរទៅពលរដ្ឋអាមេរិកាំងប្រហែលជាដាច់បាយហើយសត្រូវកុម្មុយនីសនឹងជន់កថែមទៀតពិតទេមិនចឹងទេលោកប្រធានាធិបតីត្រាំកំពុងតែតល់ច្រកហើយនិយាយភូតច្រើនណាស់និយាយកុហកច្រើនពេកឥឡូវតម្រេះជីកឯងតែប៉ុណ្្នឹងឯងចំណែកប្រជាជនអាមេរិកមិនអត់បាយទេចៅហើយអាមេរិកក៏មិនចាញ់សង្គ្រាមដែរអាមេរិកគឺជាប្រទេសធំហើយខ្លាំងប្រធានាធិបតីត្រាំគាត់ធ្លាក់ចូលក្នុងរណ្ដៅភូតកុហករបស់គាត់អញ្ចឹងគាត់ក៏ត្រូវខំប្រឹងនិយាយដោះស្រាយបញ្ហាទោះបីយ៉ាងណាក៏អាមេរិកវាមិនអីដែរកូនមិនអីទេណាគ្រាន់តែប្រធានាធិបតីនេះតម្រេះជីកឯងណាលោកតាបើខ្ញុំចង់ទៅរស់នៅឥណ្ឌូនេស៊ីបើកហាងរកស៊ីទីនោះតើល្អទេបើទៅម៉ាឡេល្អជាងអីណាឥណ្ឌូនេស៊ីមិនសូវមានឱកាសដឹងចំណេះដឹងលោកតាពិតជាច្រើនណាស់សួរមិនដែលតាក់មិនមែនមិនតាក់ទេតាក់ព្រោះមិនចេះអស់ទេបើមិនជឿសួរតាពីផ្កាពីជំងឺពីត្រីតាមិនចេះទេណាលេងលីហួរតើថៃពិតជាចង់បានដីខ្មែរទេឈប់សួរទៅចៅអើយដីអ្នកណាមិនចង់បានអ្នកណាមិនចង់បានដីនោះចៅឈប់សួរអញ្ចឹងទៅណាចៅណាឆោតពេក everything អំពិតឬទេដែលថាខ្មែរយើងខ្វះឯកសារប្រវត្តិចងក្រងតខ្លួនហើយយើងយកឯកសារមកពីចិនបារាំងឥណ្ឌាជាដើមមិនសូវសាខ្លួនដែរខ្មែរយើងខ្វះឯកសារពិតហើយតែការខ្វះឯកសារយើងអាចចងក្រងប្រវត្តិសាស្ត្រយើងបានដែលខ្មែរយើងអន់នោះគឺខ្ជិលខ្មែរយើងខ្ជិលអត់ខំរៀន
ហើយមេដឹកនាំអត់យកចិត្តទុកដាក់ហ្នឹងគឺជាបញ្ហារបស់យើងណា everything grandpa can you recommend me which field of MBA that easy to immigrate international finance okay Doraman ខ្ញុំពូកែតែមុខវិជ្ជាសង្គមតែមុខវិជ្ជាវិទ្យាសាស្ត្រមិនចេះសោះខំរៀនអង់គ្លេសអញ្ចឹងខំរៀនអង់គ្លេសរៀនភាសាអង់គ្លេសLida phone បើចង់ធ្វើធំឲ្យតាដេញចេញពី channel តាទៅបានធ្វើធំហើយកូនត្រូវការទេ Lida ត្រូវការឲ្យដេញទេតារុស្ស៊ីចំណេញខាតអ្វីខ្លះរុស្ស៊ីអត់ខាតទេឥឡូវកំពុងចំណេញណាហើយអ្នកដែលជួយឲ្យរុស្ស៊ីចំណេញគឺលោកប្រធានាធិបតីត្រាំនៅក្នុងពេលនេះតាំងពីលោកប្រធានាធិបតីត្រាំឡើងកាន់តំណែងប្រធានាធិបតីធ្វើឲ្យរុស្ស៊ីចំណេញច្រើនណាស់ហើយក៏ធ្វើឲ្យចិនចំណេញច្រើនតាំងពីគាត់ឡើងធ្វើប្រធានាធិបតីគាត់ជួយចិនជួយរុស្ស៊ីរហូតគាត់និយាយប្រឆាំងប៉ុន្តែគាត់ជួយរហូតដល់អញ្ចឹងប្រទេសពីរហ្នឹងចំណេញច្រើនណាតើស្គាល់បណ្ឌិតលីគៀតទេកម្ពុជាអ្នកវិភាគភូមិសាស្ត្រនយោបាយអត់ស្គាល់ផងកូនបាទអត់ស្គាល់មកពីគាត់ល្បីពេកបានតាអត់ស្គាល់ហេតុអ្វីបានជាមាសចុះថ្លៃប្រេងចឹងរឿងហ្នឹងអត់ចេះទេបាទបើចង់សួរក៏មកមើលពូទៅសួរកន្លែងអ្នកដទៃទៅអត់ដឹងទេពូអត់មានមាសមានអីពូអត់ត្រូវការអូខេណាកឹមសាយចង់ធ្វើវិស្វករល្អហើយខំរៀនមិនមែនចង់ទេខំរៀនកូនតាគិតមិនដែរលើធនធានមនុស្សសប្ងៃគ្រប់គ្រាន់ក្នុងការកសាងប្រទេសអត់ទេសប្ងៃសម្បូរធនធានមនុស្សខ្ជិលមនុស្សជោមនុស្ស fake ណាអាហ្នឹងសពប្រទេសវាមិនដែលចម្រើនទេថាថេបតាគិតយ៉ាងណាដែរលើធនធានមនុស្សឆ្លើយហើយណាកូនណាចេញលេប៊ីតើគេយកយួននឹងមេចៅអាចរៀនប្រវត្តិសាស្ត្រនឹងបានអូខេចៅអាចរៀនប្រវត្តិសាស្ត្រនឹងបានណាចៅអាចរៀនបានលោកតាតើព្រះពុទ្ធគោតមជាទស្សនវិទូមែនទេបាទព្រះសម្មាសម្ពុទ្ធជាទស្សនវិទូណាព្រះសម្មាសម្ពុទ្ធជាទស្សនវិទូហួតវណ្នីណាតើលោកត្រាំពេលចប់អាណត្តិអត់ទេគ្មានទោសក្បត់ជាតិទេកូនគាត់អត់បានធ្វើអីក្បត់ជាតិទេមិនមែនដូចស្រុកចៅឯងទេណាចៅណាហួតណាស្រុកចៅឯងគេថាក្បត់ជាតិនៅស្រុកនេះអត់មានទេសេងខឹមធ្វើនយោបាយបែបហ្នឹងតើប្រទេសក្នុងសម្ព័ន្ធជាមួយគេព្រមយកខ្លួនចូលជ្រៅគេមិនចូលជ្រៅជាមួយទេគេមិនចូលជ្រៅជាមួយទេសុកខេងថៃអាចវាយព្រោះរឿងវាយឲ្យតវ៉ាគ្នាវាយទៀតហើយកូនបាទដូរ៉ាម៉ាន់គេថាក្នុងសម័យសង្គ្រាមត្រជាក់គេថាខ្មែរយើងទទួលឥទ្ធិពលខ្លាំងជាងគេអត់ទេពិតទេណាកូនណាលេងហួរលើកមុនលោកតានិយាយថាចៅវាយក៏មានជំងឺដែរលោកតាជួយនិយាយពីជំងឺនោះផងចាំថ្ងៃក្រោយកូនឥឡូវនេះវាចិត្តដល់ម៉ោងធ្វើបាយឲ្យឆ្កែស៊ីហើយឋាន99មិនបានជប៉ុនដកខ្លួនពីផែនការនុយក្លេអ៊ែរស៊ីវិលកាលឆ្នាំ2025ទេព័ត៌មានចៅនិយាយនេះដូចអត់ពិតទេណាលោកតាតើមានប្រទេសមួយណាមួយក្នុងពិភពលោកដែលមានយុទ្ធធម៌ពិតប្រាកដយុទ្ធធម៌វាមានខ្វះខាតវាមិន 100% ទេគ្រាន់តែសង្គមមានយុទ្ធធម៌វាឡើងលើ 70% តែប៉ុណ្្នឹងទេណាកូនសំសូសៀងប្រសិនបើអាមេរិកនិងចិនប៉ះគ្នាកុំបាច់បើសិនអីកុំបាច់ណាកុំសួរអាបើសិនហ្នឹងវាអត់ធ្វើឲ្យយើងឆ្លាតទេចៅសួរអាណាដែលធ្វើឲ្យយើងឆ្លាតយើងចេះបើខ្ញុំចូលធ្វើទាហានលោកតាគិតយ៉ាងម៉េចល្អកូនណាល្អពីព្រោះឆាប់គេប្រើទៅងាប់ណាវាល្អណាស់ជាដុំអាចរបស់តកូលហ៊ុនគេប្រើឲ្យទៅងាប់ព្រោះសៀមគិតបាយហើយអញ្ចឹងទៅធ្វើទៅណាពពោះចៅឯងចូលចិត្តចង់ជីកចានជីកឡានមិនគ្រប់ចង់ជីកចានអញ្ចឹងទៅបាទហ៊ុនសែនគាត់សប្បាយចិត្តណាស់ត្រូវការឲ្យចៅទៅជួយច្បាំងគាត់កូនគាត់មិនចាញ់ច្បាំងទេគាត់ឲ្យចៅឯងចាញ់ច្បាំងណាចាណាអញ្ចឹងចៅឯងទៅដល់បានពាក់ឋានន្តរស័ក្តិឯកឧត្តមជីកចានអូខេអាហ្នឹងអញ្ចឹងណា
គេហៅឯកឧត្តមជិះចានតើមានចៅអាយុ30សន្សំលុយទុកចូលនិវត្តន៍ទាំងពីរហ្នឹងមួយណាក៏ល្អដែរកូនណាទាំងពីរហ្នឹងលោកតាបើសិនប្រសិនបើទៀតហើយអញ្ចេះតែប្រសិនមកណាខ្ញុំទៅតែមកថ្មីអូខេស្អីឡាលោកតាសាលាភាគច្រើនមិនបច្ចេកវិទ្យាមិនបច្ចេកវិទ្យាសម្រាប់សិស្សសិក្សាស្ដាប់អត់បានកូនស្ដាប់អត់បានស្ដាយណាស់កូនខ្មែររៀនថ្នាក់ល្អណាស់បើនៅ USA វិញប្រាក់ខែចាប់ពី 200,000 ឡើងទៅអូខេតាwhat Secretary General of NATO said 22 countries will secure real commitment Dan Cheng NATO ដែលនិយាយហ្នឹងបើអត់មានការដឹកនាំរបស់អាមេរិកធ្វើមិនកើតទេពីព្រោះអត់មានលុយហើយកម្លាំងមិនគ្រប់គ្រាន់ទោះបីអាមេរិកកាំងកំពុងតែវង្វេងវង្វាន់ក៏ដោយក៏អ្វីកើតឡើងតតែមានការដឹកនាំពីអាមេរិកអញ្ចឹងយើងចាំមើលតទៅទៀតសិនព្រោះឥឡូវនេះក្មេងអាយុ3ឆ្នាំកំពុងតែនិយាយឡប់លិនយើងអត់ដឹងថាយ៉ាងម៉េចទេសវណ្ណហេងខ្មែរចង់បានយុត្តិធម៌ពីការឈ្លានពានសៀមតែសង្គមសពថ្ងៃមានយុត្តិធម៌អាហ្នឹងគេហៅថាការទៀមទាមួយចំហៀងណាសិនពីរអ្នកនឹងឆ្លោះគ្នាណាចៅកំលាក់ stock និង forex មួយណាល្អសម្រាប់ឆ្លៀតពេលរៀនល្អទាំងពីរបញ្ញាប់ទៅរៀនទៅហើយមិនបាច់មកមើលតាទេខំរៀនណាពីព្រោះឆាប់អាលាយមុខប្រហែលហើយហ្នឹងអញតឲ្យ10ឆ្នាំទៅមុខទៀតបើអញនៅរស់អញចង់សួរអាចារ្យឯងមុខឯងនឹងរកបានម៉ាស៊ីនពី stock ហើយនឹង forex មុខឯងចាំតែគេបោកទេដូច្នេះឲ្យទៅឆាប់ទៅចូលរួមជាមួយកូនអាស្អីកូនអាស្អីទេអាពេលស្វាត់ទៅណាមុខអាចចាញ់បោកគេទៅអត់រៀនអត់សូវទេមុខឯងនេះឯងរៀនទៅឯងគិតថាឯងនឹងធ្វើអ្នកមានឯងខ្ពើមណាគ្រូជោគជ័យទាំងអស់បាត់មុខអាលីងពីពិភពគុណមុខឯងក្រោយនេះមុខអាកូនព្រាបសម្បត្តិនេះសិតអាពួកចាញ់បោកគេណាអូខេតែប៉ុណ្ណឹងណាហេតុអី UN ចុះខ្សោយម្លេះគេផ្ដាច់លុយបរិយគេផ្ដាច់លុយទៅចុះខ្សោយទៅណាដូរ៉ាម៉ាន់តាពេលមកអាមេរិកដំបូងពិបាកទេពិបាកខ្លាំងណាស់តាមិនបានអៃរ៉ុនមិនសុំជំនួយពីកូរ៉េខាងជើងអៃរ៉ុនគាត់មានកិត្តិយសគាត់មានធ្វើអ្នកសុំទានគេដូចចៅឯងណាគេសុកគេឯងកើតមកជាមនុស្សដែលដើរតាមសម្ដេចតេជោហ៊ុនសែនធ្វើអ្នកសុំទានគេចំណែកអៃរ៉ុនវាអត់សុំទានគេទេមានតែអាគឹមចុងអ៊ុនសុំទានអៃរ៉ុនវាអត់សុំទានគេទេអញ្ចឹងចៅឯងសួរនេះពីផ្នត់គំនិតអ្នកសុំទានគេចៅឯងកើតមកចាំតែសុំទានគេអញ្ចឹងចៅសួរមិនបានសុំទានគេនេះម្យ៉ាងដែរយើងរស់នៅមានជីវិតខុសគ្នាមួយកើតមកចង់តែសុំទានគេណាចង់តែសុំទានគេអូខេគេអត់បានបោកទេថាវិញគ្រូជោគជ័យខ្លួនឯងនឹងចាញ់បោកគេដែរណាលោកតាតើអាចមានរដ្ឋបហារដ្ឋាភិបាលនឹងបដូររបបទេព្រោះសប្តាហ៍សង្គមខ្មែរអយុត្តិធម៌អត់ទេប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមគណៈបកប្រជាជនកើតដោយវៀតណាមតកូលហ៊ុនវៀតណាមជាអ្នកផ្សំគុំឲ្យកាន់អំណាចបើវៀតណាមមិនពេញចិត្តវៀតណាមដកកវត្តចោលដូច្នេះគ្មានអ្នកណាធ្វើអីកើតទេខ្មែរ 99% បូកមកជាងហៀងជាជនកំសាកខ្មែរយើងណា 99 កន្លះជាជនកំសាកហើយ 99.1/8 ជាមនុស្សស៊ីជោអួតឲ្យនឹង fake អញ្ចឹងអនាគតយើងរស់នៅក្រោមយួនរហូតយូរឆ្នាំទៅមុខទៀតបើយួនដូរមេដឹកនាំគេដូរតែចំណែកខ្មែរនេះអត់មាននៅសល់អ្នកអីណាធ្វើរដ្ឋបហាអីមិនទាន់កើតនៅឡើយទេអត់ទាន់មានទេអញ្ចឹងឈប់សួរទៅអូខេណាកុំហៅណាដូចមុខចៅឯងនេះបានទៅសួរទេបើមិនជឿទេទៅចិត្តហ៊ុនសែនមើលហ៊ីអាចជាប៉ណាចិត្តណាចេះអត់ទាន់កើតទេអាអ្នកធ្វើរដ្ឋបហាផ្ដួលរំលំរដ្ឋាភិបាលអីនៅប្រទេសកម្ពុជាអត់ទាន់កើតទេហ៊ុនសែនដឹងច្បាស់ថាអត់ទាន់កើតទេដល់រាប់ណាហ៊ុនសែនសហការជាមួយវៀតណាមហើយវៀតណាមពេញចិត្តហ៊ុនសែនកាន់អំណាចហើយមុខចៅឯងទៅចិត្តផ្ទះហ៊ីអាចជាផ្លាក់ផ្ទះហ៊ីអាចជាចំណែកអានៅក្រៅនេះឈ្មោះវាអាសំរាំងស៊ីហ្នឹងអាហ្នឹងគឺជាអាអ្នករកស្រោមសម្បត្តិវាអត់ដែលហ៊ានទៅទេកាលហុកឡងឌីនៅរស់នេះចាប់វាចូលមហាផ្ទៃម្ដងវាចាញ់មកវិញខោវាឡើងសើម
អានឹងអញ្ចឹងដូច្នេះឲ្យអត់មានណាហ៊ានទេអូខេណាតាធ្វើមិនបានប្រទេសខ្មែរដើរតន់ចិនដើរតន់ហើយតាកូនសងៃខ្មែរយើងដើរតន់ចិនតាណាចិនប្រាប់ថាអូយហុងស្រួយខ្មែរដើរតាមចិនថាស៊ីប្រហាត់ដើរតាមណាចិនប្រាប់ថាអញចាក់ជើងមន់យកមកឲ្យដើរតាមខ្មែរយើងឥឡូវដើរតាមតន់ចិនទេតាណាមេដឹកនាំខ្មែរអីពេលចូលឆ្នាំចិនអីអត់ចេះចិនប្រមាថទេប៉ុន្តែសែនចុយតម្រាយពីពួកអីឥឡូវដើរតន់ហើយណាដើរតន់ហើយតាពងដើរតន់ហើយណាលោកតាចង់ទៅរស់នៅក្រៅប្រទេសត្រៀមលក្ខណៈអ្វីខ្លះរៀនឲ្យពូកែមែនទែនទើបមានឱកាសចាញ់មកក្រៅប្រទេសណាលោកតាតើលោកលីអីនេតាន់យ៉ាហ៊ូមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងសង្គ្រាមអ៊ៃរ៉ាននេះអាគាត់នឹងវាមានគំនិតវាវែងឆ្ងាយណាស់ហើយវាកំពុងតែដឹកក្បាលមេតាវាដឹកក្បាលអាមួយអួតដែលជាមេបតាហ្នឹងវាអូក្បាលទៅបំរើប្រយោជន៍វាណាឥឡូវនេះកំពុងសួយធំហ្នឹងកូនអើយណាមេតាហ្នឹងទៅអាណតញ្ញាភូហ្នឹងដឹកក្បាលទៅគឺសង្គ្រាមហ្នឹងកូនអើយវេទនាណាកូនអើយណាវេទនាណាណាត្រឹមត្រូវឲ្យដើរហួសហើយណាសេងខឹមសាសនាអ្វីដែលបង្រៀនមនុស្សឲ្យដើរតាមច្បាប់ធម្មជាតិទាំងអស់ដា gaming សាសនាទាំងអស់តែងតែឲ្យមនុស្សយកចិត្តទុកដាក់នឹងធម្មជាតិសាសនា Hindu សាសនា Jain សាសនាពុទ្ធសាសនាគ្រិស្តសាសនាយូដាសិតសាសនាទាំងអស់សាសនាអ៊ីស្លាមគឺឲ្យទទួលស្គាល់និងយកចិត្តទុកដាក់ចំពោះធម្មជាតិកងតាត្រឹមត្រូវហើយចៅត្រឹមត្រូវណាសុកពូសាសូម្បីតែអ្នកធ្វើការនៅរដ្ឋឃុំស្រុកសង្កាត់អរគុណចំពោះព័ត៌មានណាមិនសមសោះតែបានកើតទៅហើយធ្វើមិនទៅវិញមើលតានេះក្បាលឡើងទៅពេកមិនសមសោះទៅពេកទៅហើយទៅពេកទៅហើយកូនឲ្យធ្វើមិនទៅវិញបើទៅពេកទៅហើយប៊ុនលៀនឈៀននៅពេលដែលលោកហ៊ុនសែនអូយកុំនិយាយពាក្យហ្នឹងហឹង្សាអញ្ចឹងកុំនិយាយអាក្រក់ណាកុំនិយាយណាកូនណាសូវណ្ណារាជចង់រៀនឲ្យចាប់សកលហើយចង់យកជំនាញដែលរកស៊ីតើល្អទេល្អខំរៀនសុកខេងមិននៅពីក្រោយគណៈបកប្រជាជនទេនៅពីលើក្បាលគណៈបកប្រជាជននិយាយខុសហើយមិននៅពីក្រោយទេនៅពីលើក្បាលគណៈបកប្រជាជនរឿងថៃនិងខ្មែរវាយគ្នាវៀតណាមសប្បាយចិត្តវៀតណាមពេលហ៊ុនសែនទៅតាក់ទងក៏និយាយល្អទៅប៉ុន្តែនៅក្នុងចិត្តវៀតណាមចង់ឲ្យតាហ៊ានថៃវាយហ៊ុនសែនណាស់ពីព្រោះវៀតណាមជ្រេញនឹងហ៊ុនសែនចូលពេកសង្គ្រាមឆ្នាំ25វៀតណាមត្រេកអរណាស់ដែលថៃបង្រៀនហ៊ុនសែនបាន 2-3 មេរៀនពេលហ៊ុនសែនទៅពឹងពាក់យួនឲ្យជួយយួនថាប្រងទៅជួយទេក៏ប៉ុន្តែនៅក្នុងចិត្តយួនសប្បាយចិត្តណាស់ដែលឃើញសៀមវាយហ៊ុនសែនពីព្រោះបើសៀមវាយហ៊ុនសែនទៅហ៊ុនសែនត្រូវរត់ទៅពឹងយួនបើហ៊ុនសែនរត់ទៅពឹងចិនវាអត់ជួយទេពីព្រោះចិនវាមានតំណែងតំណងជាមួយថៃច្រើនអញ្ចឹងហ៊ុនសែនត្រូវទៅពឹងយួនហើយយួនហ្នឹងក៏រឹតតែមានគុណនិងមានអំណាចលើហ៊ុនសែនអញ្ចឹងចាំខ្ញុំនិយាយប្រាប់ណានៅក្នុងឆាកនយោបាយជួនកាលគេថាគេស្រឡាញ់យើងតែគេរៀបចំឲ្យយើងត្រូវគេធាក់ឧទាហរណ៍ដូចជាប៊ិនយ៉ាមិនណាតាន់យ៉ាហ៊ូគាត់អូសក្បាលមេខ្ញុំឲ្យទៅធ្វើសង្គ្រាមចប់អាណត្តិទៅមេខ្ញុំយ៉ាងម៉េចណាតាន់យ៉ាហ៊ូក៏អត់ខ្វល់ទេគាត់អូសដៃអាមេរិកឲ្យទៅធ្វើសង្គ្រាមដើម្បីគាត់ឆ្លៀតឱកាសចំណេញប្រទេសគាត់យួនដូចគ្នាពេលសៀមវាយហ៊ុនសែនយួនសប្បាយចិត្តណាស់ពីព្រោះបដៅហ៊ុនសែនណាបដៅហ៊ុនសែនឲ្យរៀងចាលឬក៏ឲ្យសមមុខហ៊ុនសែនអត់ដឹងថាយួនសប្បាយចិត្តប៉ុណ្ណាទេអញ្ចឹងទៅនិយាយជាមួយយួនណាតូឡាំនិយាយល្អប៉ុន្តែតូឡាំចង់ឲ្យសៀមវាយឲ្យបាន 2-3 ដងតាមទៀតអាហ្នឹងអញ្ចឹង morning radar ណា
ឆ្លើយហើយដូរ៉ាម៉ាន់អត់ទេប្រឡងត្រឹមតែឌីប្លូមទេ no ឲ្យតែគេជួយឲ្យទៅរៀនទៅចាស់ល្អណាស់ដាវីតគណៈកម្មាធិការព្រឹទ្ធសភាបានផ្ដល់អនុសាសន៍ឯកច្ឆន្ទឲ្យលុបចោលស្រេចតែគេទៅណាដាវីតរយៈកាលកន្លងមកនៅលេងសើចរឿងហ្នឹងឲ្យវាលុបឲ្យច្បាស់ទៅចាំខ្ញុំវិភាគជូនណា Chat GPT លោកតាខ្ញុំគិតពីមុនថាហ៊ុនម៉ាណែតគាត់រៀនបានដូចគ្នាដូចតាដែរកូនវណ្ណាសុភ័ក្រតាមអនាគតខ្មែរទៅជាយ៉ាងណាក្មេងធំមិនទាន់ចេះផឹកចេះជក់អត់អីទេចម្រើនរុងរឿងមិនដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រខ្មែរកើតមកជួណាស់ចេះផឹកចេះស៊ីចេះតាំងពីជក់នាំគ្នាចេះតាំងពីធ្វើគ្នារហូតដល់កើតកូនកើតចៅប្រដៅមិនឈ្នះគិតតែពីជោរកស៊ីទៅណាក៏មិនកើតសេចក្តីចម្រើនតែទូទន់ទៅខាងជោរហូតទោះបីជាដើរទៅមុខហើយរបូតខោក៏ដោយក៏ខ្មែរអត់ឈប់ចូលដែរចាយោសម្ដេចហ៊ុនសែនកំពុងតែយកចិត្តទុកដាក់ដល់មនុស្សស្រីម្នាក់មានប្តីពីរចាយោលោកដល់អ្នកមានមេដឹកនាំយកចិត្តទុកដាក់នឹងនេក្រិនយកចិត្តទុកដាក់នឹងបុកលាក់យកចិត្តទុកដាក់នឹងមនុស្សស្រីមានប្តីពីរលោកយើងសំណាងណាស់បងប្អូនយើងមានមេដឹកនាំដែលប្រកបដោយបញ្ញាឆ្លៀវវៃអាហ្នឹងអញ្ចឹងលោកតាតើជឿជីវិតជាចវាយទេអត់ទេកូនអត់ទេប៉ុន្តែគេមានឥទ្ធិពលខ្លាំងដា gaming នៅអាមេរិកសាំងមានឡើងថ្លៃទេឡើង$1 5 សេន1លីត្រកំសាយហេតុអ្វីបានជាសាលាខ្លះមានឈ្មោះហ៊ុនសែនពីព្រោះហ៊ុនសែនឲ្យដាក់ Nexon លោកតាហេតុអ្វីបានជាគ្រួសារខ្លះមានអ្វីគ្រប់យ៉ាងតែគ្មានសុភមង្គលយើងឃើញពីក្រៅថាគេមានគ្រប់យ៉ាងប៉ុន្តែគេខ្វះសុភមង្គលណាដូចតានេះក្រណាស់កូនអើយតែតាមានសុភមង្គលតាក្រណាស់តារស់នៅក្រីក្រតែពីអ្នកនិយាយទេកូនក្រីក្រសុកឧស្សាហ៍តើជប៉ុននឹងហ៊ានលូកដៃក្នុងសង្គ្រាមថ្មីម្ដងទៀតទេអត់ទេជប៉ុនការពារតែខ្លួនឯងទេមិនធ្វើសង្គ្រាមធំទេពីព្រោះប្រទេសជប៉ុនត្រូវយកចិត្តទុកដាក់កសាងសេដ្ឋកិច្ចណាវងសាมันអាចទាយបានទេកូនយើងចាំមើលទាំងអស់គ្នាឥឡូវនេះពងវិលមុខតាខ្ញុំបែងចែកមិនច្បាស់ថាលន់នល់នឹងប៉ុលពតមួយណាក្បត់ជាតិទាំងពីរអត់បានក្បត់ជាតិទេពាក្យថាក្បត់ជាតិគ្មានទេសៃនោះក៏អត់ក្បត់ហ៊ុនសែនក៏អត់ក្បត់លន់នល់ក៏អត់ក្បត់វាទាល់តែមានច្បាប់និងភស្តុតាងត្រឹមត្រូវទើបគេអាចធ្វើការចោទប្រកាន់ថាមនុស្សក្បត់ជាតិបានអញ្ចឹងឈប់គិតទៅណាចៅណាឈប់គិតណាចៅណាឈប់គិតលោកតាពេលមុនថាដែលយើងមានលុយមិនត្រូវបង្ហើបឲ្យគេដឹងលាក់ឲ្យបានចិត្តក្នុងពេលប្រទេសមានសង្គ្រាមមានអាសន្នចុះបើបាត់យើងត្រូវរកដូចម្ដេចបើគ្មានអ្នកណាដឹងថាលុយនៅឯណាឲ្យវាបាត់ជាមួយយើងទៅណាកូនឯងឆោតមែនឧទាហរណ៍តាលាក់មាស30គីឡូនៅកន្លែងមួយណាដោយសារតាដឹងថាប្រពន្ធតាលេងល្បែងអញ្ចឹងតាលាក់សំមាសបាន30គីឡូទុកនៅកន្លែងមួយហើយតែតាស្លាប់បាត់ទៅឲ្យបាត់ជាមួយគ្នាទៅជាជាងឲ្យប្រពន្ធតាយកទៅលេងល្បែងណាអានឹងអញ្ចឹងណាមានអីទៅជាធម្មជាតិទៅម្ដាយតាគាត់ធ្លាប់បោះមាសបោះគាត់ធ្លាប់កាត់ប្រាក់គាត់ទុកប្រាក់នៅក្នុងកេះក្របហើយគាត់ភៀវនៅក្នុងផ្ទះថែខ្មែរក្រហមធ្វើទុកគាត់ពេកគាត់កាត់ប្រាក់ដុំណាគាត់កាត់ទម្លាក់ទៅក្នុងស្ទឹងអស់ទៅក្នុងទន្លេសាបអស់ទៅគាត់ថាផ្ញើឲ្យធម្មជាតិលោកប្រើទៅមិនឲ្យខ្មែរក្រហមប្រមូលយកទេគាត់កាត់ផ្ដាច់ទៅអាធុងក្របនោះវាធ្លាក់ទៅនៅព្រៃតលម្ដាយខ្ញុំគាត់កាត់អាធុងប្រាក់នោះទម្លាក់ចោលប្រាក់សាច់ប្រាក់យើង silver ណាទាំងធុងម៉ែខ្ញុំគាត់កាត់ផ្ដាច់ចឹងព្រោះខ្មែរក្រហមវាអូសផ្ទះគាត់អុំទូកទៅតន់គាត់កាត់ផ្ដាច់ចោលក្នុងទឹកអត់ឲ្យខ្មែរក្រហមយកទេអត់ម្ដាយខ្ញុំអញ្ចឹង
សង្ហើយអស់វាចានឹងថ្លែងណាអញ្ចឹងបងប្អូនខ្ញុំជំរាបលាណាដល់ម៉ោងខ្ញុំទៅធ្វើបាយឲ្យឆ្កែស៊ីសិនបាទខ្ញុំរៀបឆ្នាំងហើយខ្ញុំទៅធ្វើបាយឲ្យឆ្កែស៊ីសិនណាចឹងខ្ញុំជម្រាបលាអរគុណហើយបានចូលមកស្ដាប់កំសាន្តគឺពេលដែលប្រធានាធិបតី Donald Trump បាននិយាយអួតអាងថាអ៊ៃរ៉ាន់ចរចាជាមួយនឹងសហរដ្ឋអាមេរិកនៅពេលដែលអ៊ៃរ៉ាន់បានប្រកែកថាការចរចាអ្វីមួយក៏ដោយអត់មានបានកើតឡើងទាំងអស់បានសេចក្តីថាអ៊ៃរ៉ាន់ចោទប្រកាន់លោក Donald Trump ថាជាមនុស្សនិយាយភូតកុហកដើម្បីនឹងនិយាយតែគ្មានការចរចាអ្វីកើតឡើងទេនៅក្នុងថ្ងៃ24នេះនៅប្រទេសកាតាក៏បានធ្វើសន្និសីទព័ត៌មានអន្តរជាតិស្ដីអំពីសភាពការប្រទេសកាតាបានបដិសេធម្ដងហើយម្ដងទៀតនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិថាប្រទេសនៅឈូងសមុទ្រតាមដានព្រឹត្តិការណ៍នានាជាប់រាល់ថ្ងៃតែមិនមានតាក់ទងនឹងការចរចាណាមួយដែលខាងសហរដ្ឋអាមេរិកប្រកាសនោះទេប្រេងឆៅបានស្ទុះឡើងមក$100ក្នុង1បារ៉ែលសារជាថ្មីយើងចាំមើលថាតើទីផ្សារហិរញ្ញវត្ថុដែលនឹងបើកឡើងនៅពេលឆាប់ៗក្នុងថ្ងៃ24នេះនៅឯសហរដ្ឋអាមេរិកនឹងបញ្ចេញឥទ្ធិពលឬប្រតិកម្មយ៉ាងណាទេពកោសលដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី Donald Trump ហាក់ដូចជាមិនបង្ហាញប្រសិទ្ធភាពទេទោះបីជាយ៉ាងណាក៏ដោយបណ្ដុំនៃកងទ័ពអាមេរិកនៅកំពុងធ្វើឡើងត្រង់ចំណុចក្តៅក្បែរច្រកសមុទ្រ Hormuz ប្រទេសនានាកំពុងតែស្លឈាមរត់រកច្រកចាញ់ក្នុងពេលដែលឧស្ម័ននិងប្រេងកំពុងតែឡើងថ្លៃជាមួយគ្នានេះនៅសហរដ្ឋអាមេរិកឯរដ្ឋ Texas រោងចក្រចម្រាញ់ប្រេងមួយរបស់ក្រុមហ៊ុន Valero បានផ្ទុះហើយកំពុងឆេះស្ថានភាពនៃអគ្គិភ័យនោះពុំទាន់ដឹងច្បាស់នៅឡើយមនុស្សនៅក្នុងភូមិជាប់នឹងរោងចក្រចម្រាញ់ប្រេង Valero នៅ Texas បានត្រូវសមត្ថកិច្ចប្រាប់ឲ្យនៅក្នុងផ្ទះនៅពេលដែលគេកំពុងតែពន្លត់អគ្គិភ័យប្រេងអ៊ីនធឺណិតមិនឃើញឡើងថ្លៃពីយប់មិញមកទល់ព្រឹកនេះនៅឡើយទេនេះគឺជាសភាពការធម្មតាដំណើរពួកប្រទេសអឺរ៉ុបតាក់ទងនឹងសង្គ្រាមក៏មានបន្តសកម្មភាពតទៅទៀតដោយប្រទេសមួយមិនសូវហ៊ានបញ្ចេញទស្សនៈរបស់ខ្លួនទេក៏ប៉ុន្តែសញ្ញាបានបង្ហាញឲ្យឃើញថាសម្ដីរបស់ប្រធានាធិបតី Donald Trump ហាក់ដូចជាឃ្លៀងឃ្លោងដូចទូកនៅក្នុងកណ្ដាលទន្លេគេពុំដឹងថាប្រធានាធិបតីម្នាក់នេះកំពុងតែមាននយោបាយដូចម្ដេចទេចាំមើលថ្ងៃនេះតទៅទៀតថាតើសភាពការយ៉ាងណានៅឯខាងអាមេរិកចំពោះការវាយប្រហារគ្នាទៅវិញទៅមកនៅបន្តតទៅទៀតហើយអ៊ៃរ៉ាន់បដិសេធថាគ្មានការចរចាអ្វីបានកើតឡើងទេនេះគឺជាចំណែកដែលតាក់ទងនឹងសង្គ្រាមដែលសង្គ្រាមនេះកំពុងតែយាយីសេដ្ឋកិច្ចពិភពលោកការប្រជុំគ្នានៃបណ្ដាប្រទេសនៅឈូងសមុទ្របន្តធ្វើកិច្ចការតទៅទៀតសន្និសីទព័ត៌មានអន្តរជាតិនៅប្រទេសកាតាកំពុងតែរកការឆ្លើយតបនឹងវិបត្តិនៅក្នុងហ្នឹងហើយប្រទេសអឺរ៉ុបដទៃនិងប្រទេសអាមេរិកនិងប្រទេសនៅអាស៊ីក៏ទំនាក់ទំនងគ្នាតែគេមិនឲ្យយើងដឹងពិតប្រាកដថាគេកំពុងធ្វើអ្វីទេសម្ដីរបស់ Donald Trump បានជួយឲ្យទីផ្សារហិរញ្ញវត្ថុធូរស្រាលមួយថ្ងៃម្សិលមិញដែលឥឡូវនេះមុនទីផ្សារហិរញ្ញវត្ថុបើកប្រេងឡើងថ្លៃ$100មួយបារ៉ែលដដែលណាមួយបារ៉ែលដដែលណានេះគឺជាអ្វីដែលកំពុងកើតឡើងហើយព័ត៌មានដទៃមានច្រើនគួរសមដែរក៏ប៉ុន្តែវាមិនតាក់ទងជាស្នូលក្តៅដែលខ្ញុំមិនចាំបាច់យកមកនិយាយទេជំរាបសួរបាទជំរាបសួរនៅអាមេរិកប្រាក់ខែ $5,000 រអ៊ូលំបាកចុះទម្រាំខ្ញុំ
$210គិតមិនចាញ់ទេលោកតាអាហ្នឹងចៅចេះតែនិយាយទៅទេតាមការពិតទៅមកពីចៅអត់ដឹងហើយចៅចេះតែលើកយកមកនិយាយប្រាក់ខែមិនមែនយើងប្រៀបធៀបអញ្ចឹងទេវាអត់ប្រៀបធៀបអញ្ចឹងទេរបៀបដែលគេប្រៀបធៀបជីវភាពរស់នៅរវាងប្រទេសនិងប្រទេសគេអត់យកចំនួនទឹកប្រាក់នឹងមកនិយាយដូចចៅទេអញ្ចឹងវាអត់មានអីបញ្យល់ចៅទេពីព្រោះចៅគ្រាន់តែលើកយកមកនិយាយចៅយកតួលេខប្រាក់ខែមកនិយាយអត់ចៅអត់ដឹងជីវភាពទេជីវភាពនៅក្នុងប្រទេសមួយខុសៗគ្នាធនាគារពិភពលោកបានបង្កើតរូបមន្តមួយសម្រាប់គិតអំពីប្រាក់ចំណូលហើយនិងចំណាយគេហៅថាកម្លាំងចាយធនាគារពិភពលោកមានរូបមន្តមួយហើយសាច់តវិទូអ្នកជំនាញសេដ្ឋកិច្ចគេយកមកគិតដើម្បីគេដឹងថាតើប្រទេសណាមួយមានកម្លាំងចាយប៉ុណ្ណាហើយជីវភាពសេដ្ឋកិច្ចក្នុងប្រាក់ចំណូលហ្នឹងចាយបានប៉ុណ្ណាតែចៅអត់ដឹងចៅចេះតែលើកមកនិយាយទៅអត់អីទេធម្មតាអត់ដឹងខំប្រឹងនិយាយទៅបាទចំណែកឯតាមិនបាច់បញ្យល់ទេគ្រាន់តែប្រាប់ថាបើអាមេរិកហើយនឹងកម្ពុជាហ្នឹងវាដូចគ្នាបេះបិទដូចចៅគិតនោះគេមិនចាំបាច់ហៅអាមេរិកគេមិនចាំបាច់ហៅកម្ពុជាទេដូច្នេះហើយវាខុសគ្នាណាវាមិនដូចចៅគិតទេសុរដេតសួស្ដីណាអូខេលោកតាខ្ញុំមិនមែនជាអ្នកជួញដូរមាសទេរឿងមាសតាអត់ចេះឆ្លើយទេពីព្រោះតានេះអត់មានមាសមហ៊ុនទេហើយណាមួយអត់ឆ្ងល់រឿងមាសសោះតែបើចៅឆ្ងល់តែឯងទៅតាអត់ចេះឆ្លើយតាងើពីដេកមកតាឆ្ងល់រឿងជំងឺតាឆ្ងល់រឿងបាយឆ្កែតាឆ្ងល់រឿងសម្រាមក្នុងផ្ទះតាឆ្ងល់រឿងថ្លៃទឹកថ្លៃភ្លើងតាឆ្ងល់រឿងបោកកៅអៅហាលកៅអៅឆ្ងល់រឿងមើលជុំវិញផ្ទះសម្ដាប់ធ្នាប់ឆ្ងល់រឿងចំណេះដឹងព័ត៌មានហើយនឹងរៀបចំខ្លួនជួនកាលមកធ្វើ show ធ្វើអីចឹងតាឆ្ងល់ចឹងតាអត់ឆ្ងល់ពេជ្រឆ្ងល់មាសអីទេព្រោះតាអត់មានហើយតាអត់ឆ្ងល់ផងបាទតាអត់អាចឆ្ងល់អំពីយានអវកាសទៅផ្កាយព្រះអង្គាតាអត់ឆ្ងល់ទេបាទតាអត់ឆ្ងល់ទេណាពីព្រោះអីបានតាអត់ឆ្ងល់តាបើកភ្នែកងើបពីដេកមកតាឃើញតែកិច្ចការសំខាន់ច្រើនណានៅជុំវិញខ្លួនតាអញ្ចឹងបើចាឯងឆ្ងល់រឿងមាសហ្នឹងតើសួរគេសួរឯងអ្នកដែលចេះរឿងមាសហ្នឹងទៅតាអត់ចេះហ្នឹងកូនណាតាអត់ចេះទេណាអូស្មန်ដាំស្លឡើង130%អរគុណចំពោះព័ត៌មានអូស្មန်ដាំស្ល LPG និងអូស្មန်សម្រាប់ប្រើប្រាស់ឧស្សាហកម្ម LNG កំពុងតែឡើងថ្លៃខ្លាំងសូភារ៉ាមនុស្សមួយចំនួនលើពិភពលោកស្អប់អាមេរិកទាំងដែលខ្លួនប្រើប្រាស់បច្ចេកវិទ្យាធម្មតាទេអាហ្នឹងយើងគ្រាន់តែដឹងថាជារឿងធម្មតា Raymond Sai បើភាគីទាំងពីរពិតជាបានចរចាមែនតើអាចថាមានការខ្វែងគំនិតគ្នាផ្ទៃក្នុង Iran ឬមួយផ្នែកចរចាមួយផ្នែកមិនចង់ចរចារឿងនេះយើងតាមដាន Raymond Sai ណារយៈកាលកន្លងមកបើតាមការកត់សម្គាល់របស់ខ្ញុំ Iran និយាយពូតកុហកច្រើនណាប្រព័ន្ធរបប Iran កំពុងតែរងការវាយប្រហារខ្លាំងទំនាក់ទំនងរវាងអ្នកការទូតហើយនឹងកងទ័ពអត់និយាយគ្នាបានទេ Iran ទោះបីបង្ហាញពីដំណើរការនៃរបបនយោបាយរបស់ខ្លួនក៏ដោយក៏ដំណើរការនៃរបបនយោបាយរបស់ Iran កំពុងតែបែកបាក់រីឯភាពចោះសម្រុងគ្នារវាងថ្នាក់ដឹកនាំនយោបាយ Iran និងកម្លាំងទ័ព Iran យើងអត់ដឹងទេអាហ្នឹងខាង Iran តែយើងត្រូវដឹងថា Iran ជាមនុស្សពូតកុហកហើយការអះអាងរបស់ Iran មានពិតខ្លះមានមិនពិតខ្លះយើងត្រូវតាមដាននឹងមួយងាកមកខាងអាមេរិកសម្ដីរបស់ Donald Trump យើងជឿបានតែ 1% ទេស្អីសុទ្ធតែជាសម្ដីដែលអាចប្រែប្រួលបានជានិច្ចមនុស្ស Donald Trump មិនធ្វើនយោបាយធម្មតាទេមនុស្សគាត់ធ្វើនយោបាយក្រឡិចដូច្នេះហើយយើងក៏ត្រូវជឿគាត់ 1% ហើយត្រូវតាមដានកិច្ចការរបស់គាត់ 99% អញ្ចឹង Donald Trump ក៏ជាមេភូតមួយដល់ល្បីនៅក្នុងពិភពលោកដែរហើយ Iran ក៏ជាមេភូតមួយដល់ល្បីក្នុងពិភពលោកដែរអាភូតពីរនាក់នេះប៉ះគ្នាយើងត្រូវប្រយ័ត្នប្រយែងកុំឲ្យចេះតែជឿអ្វីដែលយើងយកចិត្តទុកដាក់ជាងគេគឺដង្ហើមទីផ្សារហិរញ្ញវត្ថុម្សិលមិញមួយថ្ងៃទីផ្សារហិរញ្ញវត្ថុជឿសម្ដី Donald Trump ក៏វាធូរបន្តិចទៅណាល្ងាចឡើងយប់ឡើងទីផ្សារហិរញ្ញវត្ថុឡើងជឿ Donald Trump ក៏វាឡើងថ្លៃគ្រប់កន្លែងទៅយើងតាមដានមើលចំណុចទៀតព្រោះអាពីរអ្នកនេះភូតដូចគ្នា
ណាហើយអាពីរអ្នកនេះក៏លុចដូចគ្នាអញ្ចឹងយើងជឿវាតែ 1% ដែលជឿលើ Iran ហើយនឹង Donald Trump ហ្នឹងតែ 1% ទេយើងតាមដានវិភាគនៅសភាពការ 99% ពីព្រោះអាពីរអ្នកនេះគឺមហាកម្ពូលភូតកលិចដូច្នេះអាមួយជារបបភេរវកម្មអាមួយទៀតវាជាមនុស្សដែលអត់មានពិធីការត្រឹមត្រូវវាអត់មាន follow diplomatic protocol វានិយាយអីស្រេចនឹងចាត់វាហើយក៏ទីបំផុតទៅជួនកាលទៅហើយវាក៏មិនចេះខ្មាស់ដែរពីព្រោះវាមានចរិតអញ្ចឹងយើងកាលណាវានិយាយ100ម៉ាត់មកយើងទទួលតែ1ម៉ាត់ទេអាហ្នឹងបានយើងអ្នកបកកាយគិតតែបើយើងរត់តាមវានោះហ៎ពងរត់ទៅមុខវារត់មកក្រោយវិញណាព្រោះអាពីរអ្នកនោះพูดដូចគ្នាអាពីរអ្នកនោះพูดដូចគ្នាណាអូខេអាហ្នឹងអញ្ចឹងអាមួយវាជាអំណាចភេរវកម្មអាមួយវាកាន់តំណែងមហាអំណាចពិភពលោកហើយវាพูดដូចគ្នាហើយបើវាพูดដូចគ្នាយើងដឹងវាพูดណាយើងពេលវានិយាយ100ម៉ាត់យើងយកតែ1ម៉ាត់បានហើយណាអាហ្នឹងអញ្ចឹងយើងតាមដានវាយើងមិនចេះជឿវាពេកអាហ្នឹងអញ្ចឹងណាអូខេរ៉េម៉ាន់សាយណាសួស្ដីលោកតាបើសិនកម្ពុជាខ្លាយជាសម្ព័ន្ធមិត្តអត់មានបើសិនទេអត់មានបើសិនទេណាអូខេអត់មានបើសិនទេរឿងសំខាន់ជាងគេគឺចៅឯងត្រូវតែខំរៀនឲ្យបានចប់ដើមឲ្យបានបរិញ្ញាខ្ពង់ខ្ពស់នឹងជំនាញនឹងល្អអត់អង្គុយបើសិនជាមួយនឹងរឿងអ្វីទេពីព្រោះពាក្យថាបើសិនគឺជាពាក្យមិនពិតពាក្យដែលពិតគឺពាក្យខំការខិតខំរបស់ចៅសំខាន់តែបើចៅអង្គុយបើសិនចៅអត់បានជោគជ័យអ្វីឡើយណាចៅសម្លាញ់ថ្នាក់ដឹកនាំជប៉ុនបាននិយាយថាជប៉ុនត្រឡប់មកវិញហើយតែគាត់ចង់សម្ដៅលើអ្វីថ្នាក់ដឹកនាំណាព័ត៌មាននឹងអត់ច្បាស់ទេប៉ុន្តែខ្ញុំអាចឆ្លើយបានរដ្ឋាភិបាលលោកស្រីសាណែតកាអៃជីគឺកំពុងតែរៀបចំប្រទេសជប៉ុនឲ្យមាំទាំឡើងដែលគោលដៅធំជាងគេពីរមួយគឺការពង្រឹងសេដ្ឋកិច្ចជប៉ុនមួយទៀតគឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីពង្រឹងការការពារប្រទេសជប៉ុននេះគឺជានយោបាយដ៏ឆ្នើមរបស់លោកស្រីសាណែតកាអៃជីណានឹងគឺដូច្នេះមេដឹកនាំជប៉ុនកំពុងតែខំប្រឹងកសាងប្រទេសរបស់ខ្លួនដែលជាប់ផុងក្នុងការគឿងកល់សេដ្ឋកិច្ចតាំងពីឆ្នាំ1991មកដល់ពេលនេះវាយូរឆ្នាំហើយជប៉ុនមានការលំបាកក៏ប៉ុន្តែរចនាសម្ព័ន្ធនៃប្រទេសជប៉ុនគេបានកសាងមាំទាំដូច្នេះហើយគេក៏ខំប្រឹងរើបំរះការគឿងកល់របស់គេដើម្បីនឹងកសាងប្រទេសហើយនឹងពង្រឹងការការពារប្រទេសតទៅទៀតអូខេលោកតាប្រទេសដែលមានទំនាក់ទំនងនឹងរកស៊ីជាមួយលោកខាងលិចច្រើនតែជាប្រទេសមានសេដ្ឋកិច្ចល្អនិងប្រព័ន្ធការពារជាតិក៏ខ្លាំងសមរម្យមែនទេអត់ទេប្រទេសខ្លះរកស៊ីជាមួយនឹងលោកខាងលិចប៉ុន្តែគេវាយប៉ោងខោដោយកម្ពុជាជាដើមអាឡៃតជោគេវាយប្រកាច់យកដីអស់49កន្លែងប្រទេសកម្ពុជាមិនរកស៊ីជាមួយអាមេរិកអូខេអាហ្នឹងអញ្ចឹងប៉ាគីស្ថានក៏វារកស៊ីជាមួយអាមេរិកដែរប្រទេសវាក្រីក្រទោះបីវាមាននុយក្លេអ៊ែរក៏ដោយណាអាហ្នឹងយើងត្រូវមើលអញ្ចឹងប្រទេសដែលរកស៊ីជាមួយអាមេរិកខ្លះក៏វាអត់ល្អប្រទេសរកស៊ីជាមួយអាមេរិកខ្លះក៏វាចម្រើនអាស្រ័យទៅលើអ្នកដឹកនាំប្រទេសហ្នឹងនីមួយណាអាហ្នឹងអាស្រ័យអញ្ចឹងទេរ៉េម៉ាន់សាយអ្នកឆ្លៀសវៃគឺអ្នកដែលមិនចេះតែជឿគេមនុស្សឆ្លៀសវៃនៅក្នុងវិស័យមួយគឺអត់ជឿទៅលើនេះទេសម្ដីពួកអ៊ីរ៉ាន់ក៏មិនត្រូវជឿសម្ដីរបស់ដូណាល់ត្រាំក៏មិនជឿដូណាល់ត្រាំនេះគឺបាននិយាយទៅចូលទៅដល់ស្ដេចភូតថ្នាក់ពិភពលោកពេលគាត់ថ្លែងសារខ្ញុំមិនដែលយកទៅជាស្ដាប់គាត់ទេខ្ញុំច្បាច់យកកិច្ចការមួយទៅប៉ុណ្ណឹងរឿងអីគាត់ធ្វើដៃធ្វើជើងខ្ញុំមិនដែលស្ដាប់ទេមិនបានស្ដាប់មនុស្សតែនិយាយភូតច្រើនខ្ញុំអត់ស្ដាប់ទេដូចចង់ថ្ងៃហ៊ុនសែនខ្ញុំមិនសូវស្ដាប់ទេហ៊ុនសែនអស់ក្បាច់ហើយចំណាយហ៊ុនម៉ាណែតខ្ញុំក៏មិនសូវស្ដាប់ដែរព្រោះហ៊ុនម៉ាណែតដែលដូចអត់មានក្បាច់អីចេញមកអស់ក្បាច់មួយស្ទើអត់សូវឆ្អិនមួយទៀតឆ្អិនហួសទៅចូលចាញ់ទឹកញ៉ៃតែនៅចិត្តឆ្លងរោគចូលអញ្ចឹងមិនសូវស្ដាប់ទេកាន់តែកលេចមើលទៅអានេះពិពតសម្ដីហ៊ុនសែនឥឡូវដូចគ្មានអីស្ដាប់ទេចាញ់មកចូលអញ្ចឹងទៅហើយសម្ដីហ៊ុនម៉ាណែតដែលអញ្ចឹងទៅណាអានេះគឺយើងមើលអញ្ចឹងណាកន្លែងណាដែលត្រូវសរសើរក៏សរសើរទៅកន្លែងណាដឹងថាវាមិនកើតហើយក៏កុំជួនកាលមិនចាំបាច់រិះគន់ទេវាអស់ក្បាច់ហើយដូចហ៊ុនសែនគាត់ធ្វើចឹងយូរទៅ
យូរទៅឯណានិយាយរឿងស្រីមានប្តីពីរណាយូរទៅអង្គុយសួរសុខទុក្ខអាក់លើមួយតែឈឺហ្នឹងមនុស្សនៅក្នុងប្រទេសកម្ពុជាមានឈឺគ្រប់កន្លែងហ៊ុនសែនមិនចេះខ្វល់រឿងសង្គមកិច្ចរឿងសុខាភិបាលទេប៉ុន្តែទៅឯណាឯងអីទៅសួរអាក្រិនអាក្រោញអាកទិអាកតោញអីហើយវាមិនកូនអ្នកស្រុកអ្នកស្រែមានជំងឺឈឺថ្កាត់គ្រប់តែគ្នាវាមិនបានជាហ៊ុនសែនគាត់ទៅចំណាយពេលគាត់ជាថ្នាក់ដឹកនាំទៅធ្វើអញ្ចឹងមានន័យថាគាត់ចូលអញ្ចឹងយើងកុំមិនយកភ្នែកមើលទេណាច្បាប់នៅប្រទេសកម្ពុជាក៏អត់ពង្រឹងអីត្រឹមត្រូវសន្តិភាពត្រឹមត្រូវតែគាត់តែនិយាយពីរឿងស្រីមានប្តីពីរអីតែអញ្ចឹងទៅណាបានសេចក្តីថាគាត់ហ្នឹងចូលឃើញតែចូលអញ្ចឹងយើងទៅតាមយើងដឹងថាគាត់ចូលអញ្ចឹងហើយយើងទៅតាមពិចារណាអាភាពស៊ីចូលរបស់គាត់ហ្នឹងមិនកើតទេយើងអត់អាចទៅតាមរបៀបចូលគាត់កើតទេអាហ្នឹងអញ្ចឹងយើងអត់ទេយើងយកចិត្តទុកដាក់នឹងការរៀនសូត្ររបស់យើងវិញអញ្ចឹងខ្ញុំមិនសូវចាប់អារម្មណ៍បាទមិនសូវចាប់អារម្មណ៍ឈុតណាអ៊ីស្រាអែលវានៅនឹងក្នុងជំហររបស់វាគិតតែពីវាយអ៊ីរ៉ាន់គិតតែពីការពារប្រជាជនវាមិនដឹកនាំវាគ្រាន់តែនិយាយសើទេណាBenjamin Netanyahuនេះកំពុងតែរកកន្លែងកលាច់រកកន្លែងណាវាអត់ចូលទេវាចេះហៅ Donald Trump អី my friend អីចឹងប៉ុន្តែវាអត់ទេ Benjamin Netanyahu កំពុងប្រើក្បាលអាមួយចូលនៅស្រុកខ្ញុំនេះអាមួយនៅស្រុកខ្ញុំនេះត្រូវគេប្រើក្បាលមិនខ្លាំងទេណាមិនខ្លាំងទេខាតលុយច្រើនណាខាតលុយប្រទេសជាតិច្រើនណាអាចូលនេះបាទហើយអត់ដឹងថាច្រកចាញ់តាមណាទេចេះតែនិយាយទេកុំជឿវាពេកវានិយាយ100យកតែមួយយកមកគិតបានហើយមនុស្សតែមានស្នាមភូតកុហកច្រើនយើងអត់ជឿខ្ញុំអត់អ្នកនយោបាយក្តីរកស៊ីធ្វើការក្តីមិត្តភក្តិក្តីតែកុហកច្រើនអត់នេះទេអាហ្នឹងអញ្ចឹងស៊ីធនបាទវណ្ណាឡាយប្រទេសតួនាទីនាយករដ្ឋមន្ត្រីជាអ្វីប្រទេសរីកចម្រើនទៅបានដោយសារអ្នកណាសំណួរពីរនេះជាសំណួរយើងរៀននៅសាលាណាជាសំណួរយើងរៀននៅសាលាបើយើងកើតមកជាមនុស្សយើងអត់ដឹងថានាយករដ្ឋមន្ត្រីយើងគេធ្វើអីអាហ្នឹងយើងមានន័យថាយើងជាពលរដ្ឋដែលមានតែឈ្មោះទេណាចៅយើងជាពលរដ្ឋដែលមានតែឈ្មោះទេយើងដូចសម្បកដបអញ្ចឹងឬដូចសម្បកកំប៉ុងអញ្ចឹងណាវាអត់ទេខំរកសិភៅរកអីអានណាបណ្ណាឡាយពីព្រោះចៅអត់ស្គាល់ចៅរស់នៅធំដឹងក្តីប្រទេសមួយមាននាយករដ្ឋមន្ត្រីយើងអត់ដឹងថានាយករដ្ឋមន្ត្រីយើងធ្វើអីហ្នឹងមានន័យថាយើងត្រូវខំរៀនថែមណាចាណាខំរៀនថែមហើយប្រទេសរីកចម្រើនដោយសារនរណាហ្នឹងយើងក៏ត្រូវខំរៀនថែមអញ្ចឹងស្ដាប់ខ្ញុំចេះតែបញ្យល់ថាណាចេះតែបញ្យល់ណាអ៊ំសំផុនបើចង់ឲ្យតាដេញចាញ់ពីនេះខំប្រឹងសួរណាពីព្រោះអារឿងម៉ោងនោះដូចជាគ្មានចាំបាច់ត្រូវសួរទេណាអ៊ំសុផុនណាចៅណាកុំខាត់ពេលតាបាយហើយនៅណាតាសុខសប្បាយទេតានៅនឹងម៉ោងប្រហែលកុំចំណាយពេលកូនអើយកូនចៅអើយចៅឈប់ទៅណាមិនបានតាប្រាប់តាធុញមែនតើធុញដល់ថាងើបពីដេកមកជួបកូនចៅអត់មានឃើញកូនចៅណាងើបរួចពីអាដែលនិយាយដែលឥឡូវនឹងត្រឡប់ទៅខាងវណ្ណាឡាយវិញណាចៅខំរកសិភៅគេហៅសិភៅនីតិរដ្ឋណាយកមកអានដើម្បីឲ្យដឹងថានាយករដ្ឋមន្ត្រីនឹងមានកិច្ចការធ្វើអីខ្លះហើយរកសិភៅអានអំពីប្រទេសតែគេកសាងអីខ្លះកូនណាដែលតាមសំណួរហ្នឹងចៅហើយចៅខំប្រឹងស្ដាប់ដើម្បីរកចំណេះចេះដឹងណាចៅណាដល់បណ្ណាណាមិថុនាមកទល់ពេលនេះតើពលរដ្ឋអាមេរិកស្ដាយក្រោយទេពលរដ្ឋអាមេរិកអត់ចេះស្ដាយក្រោយទេពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យគេអត់គិតដូចចៅទេមិថុនាកាលណាគេបោះឆ្នោតឲ្យមនុស្សម្នាក់ហើយមនុស្សម្នាក់ហ្នឹងមិនចាញ់ផលគេបោះដូរមនុស្សហ្នឹងចាញ់ណាអូខេសុំឲ្យយល់អញ្ចឹងគេអត់ស្ដាយក្រោយទេនៅក្នុងលទ្ធិប្រជាធិបតេយ្យគេហៅថា process of enlightenment ណាវាមានលក្ខណៈនៅក្នុងសង្គមប្រជាធិបតេយ្យទី1ពលរដ្ឋព្យាយាមក្តាប់ជោគវាសនាខ្លួនឲ្យបានគេហៅថា citizen must take control of a personal agenda ពលរដ្ឋម្នាក់ព្យាយាមក្តាប់សភាពការឲ្យបានទី2ណាគឺរក្សានៅសិទ្ធិជ្រើសរើសគេហៅថា right to vote ទី3
គឺព្យាយាម be informed ទាមទារឲ្យទទួលបានព័ត៌មានពិតពីបេក្ខជនដែលត្រូវជ្រើសរើសបន្ទាប់មកទៀតគឺត្រូវមាន enlightenment គេហៅថាពុទ្ធិរបស់ពលរដ្ឋឧទាហរណ៍មិថុនាខ្ញុំនិយាយសប្តាហ៍ថ្ងៃដូចឧទាហរណ៍ខ្ញុំនិយាយថារដ្ឋាភិបាលកម្ពុជាធ្វើសេចក្តីប្រកាសអំពីប្រេងឡើងថ្លៃអំពីប្រេងឥន្ធនៈឡើងថ្លៃនាយករដ្ឋមន្ត្រីឲ្យក្រសួងការងារទំនាក់ទំនងស្វែងរកដំណោះស្រាយជាមួយនឹងកម្មករហើយនឹងថៅកែរោងចក្រយើងដឹងយើងជាពលរដ្ឋដែលមាន enlightenment ពលរដ្ឋដែលមានចំណេះដឹងនិងពុទ្ធិយើងដឹងថានយោបាយរបស់នាយករដ្ឋមន្ត្រីប៉ុណ្ណឹងតែមែនតើពីព្រោះបញ្ហាធម្មពលជាបញ្ហាចំពោះប្រទេសជាតិយើងដឹងភ្លាមពីព្រោះយើងស្គាល់នាយករដ្ឋមន្ត្រីថាតើត្រូវធ្វើអីខ្លះប្រជាពលរដ្ឋដែលស្គាល់ពីតំណែងតួនាទីកិច្ចការនាយករដ្ឋមន្ត្រីគឺដឹងនាយករដ្ឋមន្ត្រីធ្វើទៅវាកើតឬមិនកើតដូចខ្ញុំពលរដ្ឋអាមេរិកណាលោកប្រធានាធិបតីដូណាល់ត្រុំនិយាយពីថ្ងៃច័ន្ទខ្ញុំដឹងថា 99% ភូតទី1ដឹងថា 99% ភូតទី2ដឹងច្បាស់ថាមនុស្សគាត់នេះពេលហាមាត់និយាយវាខ្លាំងជាងការដែលអាចធ្វើបានការហាមាត់និយាយវា100ប៉ុន្តែធ្វើបានតែមួយទេសង្កេតទៅឃើញអញ្ចឹងណាពីអាណត្តិទី1ឆ្នាំ16ដល់ឆ្នាំ20ណាឆ្នាំ16ដល់ឆ្នាំ20បានសង្កេតឃើញខ្ញុំសង្កេតឃើញអាណត្តិទី1គាត់ធ្វើកិច្ចការអត់ចាញ់ដោយសារគណៈបកប្រជាធិបតេយ្យចងដៃគាត់ជាប់គេប្តឹងទៅតុលាការចងដៃគាត់ជាប់ហើយក៏ធ្លាក់ចូលកូវីដអ្វីដែលខ្ញុំកត់សម្គាល់គឺពេលនៅក្នុងកូវីដគាត់បង្ខាត់ពេលច្រើនណាគាត់បង្ខាត់ពេលច្រើននៅក្នុងសម័យកូវីដពីព្រោះជំនឿគាត់អត់ជឿទៅលើការខ្នះខ្នែងរៀបវ៉ាក់សាំងដើម្បីជួយប្រជាពលរដ្ឋឲ្យរួចផុតពីរោគឆ្លងកូវីដអញ្ចឹងអាណត្តិទី1គេចងដៃគាត់ជាប់ខ្ញុំទទួលស្គាល់ហើយខ្ញុំកាន់ជើងគាត់ថាគណៈបព្វជិតតៃគេចងដៃគាត់ជាប់គាត់ធ្វើអីមិនកើតអញ្ចឹងខ្ញុំចាត់ទុកថាអាណត្តិឆ្នាំ16ដល់ឆ្នាំ20ដែលវាមិនចាញ់លទ្ធផលពីព្រោះវាកាំងគេចងដៃគាត់ជាប់ខ្ញុំសង្កេតឃើញការចាត់ចែងគាត់រឿង COVID-19 គឺគាត់ចំណាយពេលចោលអញ្ចឹងខ្ញុំឲ្យបន្ទុកគាត់0ក្រោមការដឹកនាំរបស់គាត់ផ្នែកការទប់ស្កាត់និងវិបត្តិរោគឆ្លងដ៏ធំ COVID-19 នេះខ្ញុំឲ្យគាត់បន្ទុកគាត់0អញ្ចឹងពីឆ្នាំ16ដល់ឆ្នាំ20ការដឹកនាំរបស់គាត់អត់មានបានចាញ់អីទេគឺ0ប៉ុន្តែខ្ញុំអត់បន្ទោសគាត់ទេដោយសារខ្ញុំឃើញថាគណៈបកប្រជាធិបតេយ្យចងដៃគាត់ជាប់មកចំណែកគេចងដៃគាត់ជាប់មកចំណែកគាត់ចោលមកទៀតរឿង COVID-19 អញ្ចឹង0បូកនឹង0ស្មើ0ដល់ពេលគាត់ឃោសនាសម្រាប់ឆ្នាំ2025គាត់ឃោសនាខ្ញុំមិនដែលស្ដាប់គាត់ឃោសនាទេមិនបានអត់ដែលស្ដាប់គាត់ឃោសនាពួកខ្ញុំឃើញថាការដែលគាត់ទម្លាប់មនុស្សគាត់និយាយភូតណាអញ្ចឹង100ម៉ាត់ណាខ្ញុំសឹងតែមិនស្ដាប់ទាំងអស់អត់ស្ដាប់ទាំងអស់ក៏ប៉ុន្តែខ្ញុំចង់ឲ្យគាត់ជាប់ឆ្នោតមិនបានខ្ញុំចង់ឲ្យគាត់ជាប់ឆ្នោតពីព្រោះខ្ញុំមិនចង់ឲ្យគាត់គេចាប់ដាក់គុកទេខ្ញុំមិនចង់ឲ្យការប្តឹងផ្ដាល់បំផ្លាញគាត់តែគេប្តឹងផ្ដាល់បំផ្លាញគាត់ហ្នឹងអត់ចង់ឲ្យគាត់ជាប់គុកទេច្រកដែលគាត់អត់ជាប់គុកគឺគាត់ធ្វើប្រធានាធិបតីហើយសង្ឃឹមថាគាត់យកអាឆ្នាំ25នេះទៅឆ្នាំ29ណាពេលដែលគាត់ឡើងធ្វើប្រធានាធិបតីគាត់ដោះខ្លួនគាត់ចេញពីក្តីក្តាំហើយគាត់ reconcile មានន័យថាម៉េចគាត់អាចបន្ទន់អរិយាប័ត្រធ្វើការជាមួយពួកប្រជាធិបតេយ្យដើម្បីនឹងព្យាបាលរបួសព្យាបាលទំនាស់ដោះស្រាយទំនាស់ជាមួយនឹងប្រជាធិបតេយ្យមានន័យថាគាត់ឡើងមកលើកទី2នោះគាត់មិនចង្អេងចង្អាងដោយលើកទី1ទេសង្ឃឹមថាគាត់មានពិសោធន៍នយោបាយហើយសង្ឃឹមថាគាត់ក៏បានជួបប្រទះនឹងក្តីក្តាំពីឆ្នាំ20ដល់ឆ្នាំ24គាត់រងការលំបាកអញ្ចឹងខ្ញុំអត់រំពឹងគាត់ឲ្យឡើងធ្វើប្រធានាធិបតីហើយសងសឹកគេវិញទេខ្ញុំរំពឹងថាគាត់ឡើងធ្វើប្រធានាធិបតីហើយគាត់ផ្សះផ្សាជាមួយគណៈបកប្រជាធិបតេយ្យផ្សះផ្សាមានន័យថាម៉េចមានទៅមានមកដោះដូរជាមួយគណៈបកប្រជាធិបតេយ្យក្នុងនាមគាត់កសាងខ្លួនជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកអាណត្តិទី2ដែលទាញឲ្យស្ថាប័នប្រធានាធិបតីហើយនិងស្ថាប័នដឹកនាំរដ្ឋដូចជាសភាអីដំណើរការរលូនឡើងវិញអញ្ចឹងនៅពេលដែលគាត់ឡើងកាន់អំណាចឆ្នាំ25នេះខ្ញុំសង្ឃឹមថាគាត់ផ្សះផ្សាអញ្ចឹងនៅពេលដែលគាត់ឡើងធ្វើជាប្រធានាធិបតីឲ្យគាត់និយាយពីការដោះស្រាយអំពើពុករលួយគាត់មាននយោបាយគាត់ដែលដឹកនាំដោយ Elon Musk ណារឿងដូររឿងអីណាអ្វីដែលគាត់ខ្ញុំឃើញគាត់ធ្វើហ្នឹងខ្ញុំគាត់តែចាត់ទុកថាគាត់ធ្វើហ្នឹងដោយពាក្យគាត់សន្យាអ្នកបោះឆ្នោតឲ្យគាត់អញ្ចឹងគាត់ត្រូវខំធ្វើក៏ប៉ុន្តែនៅពេលដែលគណៈបព្វជិតតៃចាប់ផ្ដើមប្តឹងគាត់រឿងដូចហ្នឹងខ្ញុំកាន់ជើងគាត់ថាត្រូវតែដោះស្រាយអីឲ្យវារួចបានខ្លះណាខ្ញុំកាន់ជើងគាត់ថាដូចហ្នឹងវាគួរណាស់ដោះស្រាយ
នៅការខាតបង់នៅការចាយចោលអីដោះស្រាយតែខ្ញុំមិនថាអីទេរឿងដូច្នេះគឺវាសំរុំនឹងធ្វើឲ្យដើម្បីទៅរកស្រាវជ្រាវឲ្យដឹងអំពីការខាតបង់ការចាយវាអីខ្ញុំគ្រប់គ្រងផ្នែកអណ្ដោប្រវេសខ្ញុំគ្រប់គ្រងគាត់ឲ្យបិទខំប្រឹងទប់ស្កាត់ព្រំដែនខាងត្បូងកុំឲ្យវាហូរចូលខ្លាំងពេកណាហើយចំណែកឯដឹកជនតៅវេសចេញពីខុសច្បាប់ចេញពីអាមេរិកខ្ញុំថារឿងហ្នឹងវាជារឿងប្រចាំអាណត្តិអូបាម៉ាក៏ដោយ Clinton ក៏ដោយ George Bush ក៏ដោយ Joe Biden ក៏ដោយគឺការបញ្ជូនខ្លួនជនតៅវេសខុសច្បាប់ឲ្យចេញពីប្រទេសហ្នឹងគឺគេធ្វើគ្រប់អាណត្តិអញ្ចឹងការដែលគាត់ចង់ធ្វើក៏ខ្ញុំយល់ថាហ្នឹងធម្មតាវាទៅអញ្ចឹងណារីឯការតវ៉ាគ្នារវាង Sanctuary City Sanctuary State តាក់ទងនឹងរដ្ឋដទៃអាហ្នឹងជាទំនាស់នយោបាយដែលអាចចរចាគ្នាបានខ្ញុំសង្ឃឹមថាវាចរចាគ្នាបានឲ្យស្រាប់តែគាត់ទៅប្រជុំអីនៅ Minnesota គាត់ទៅប្រជុំនៅ Chicago អីខ្ញុំក៏ចាត់ទុកថាការប្រជុំហ្នឹងតិចតួចកើតឡើងចុះណាកើតឡើងចុះតែដល់ថ្នាក់វាយបាច់កញ្ចក់ឡានអូសមនុស្សចេញពីឡានបុកបំបាក់ទ្វារណាទៅចាប់ជនតៅវេសនៅការិយាល័យ Homeland Security ពេលគេទៅធ្វើសភាធ្វើអីខ្ញុំចាត់ទុកថាការដែលធ្វើហ្នឹងវាតក់កុហលខ្ញុំគ្រប់គ្រងគ្រប់នយោបាយអស់ហ្នឹងតែវាតក់កុហលវាកើតភាពតានតឹងណាហើយខ្ញុំដឹងថាខាងគណៈបកប្រជាធិបតេយ្យហ្នឹងក៏គេមានគ្នាគេដើម្បីធ្វើការតវ៉ាដែរប៉ុន្តែខ្ញុំសង្កេតឃើញចំណុចមួយត្រង់ថាប៉ូលីសអន្តរប្រវេសគាត់អត់បានទទួលការវឹកហាត់គ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយនឹងបាតកម្មទេដែលភាសាអង់គ្លេសហៅក្រៅ control law enforcement management ខ្ញុំឃើញថាបាតកម្មប្រអីខ្ញុំឃើញណាខ្ញុំកាន់ជើងគាត់ប៉ុន្តែខ្ញុំក៏ឃើញចំណុចមួយគឺប៉ូលីសអន្តរប្រវេសគ្នាអត់មានចំណេះដឹងខាងក្រៅ control ទេមានន័យថាពួក ICE ហ្នឹងវាអត់មានក្រៅ control បន្ទាប់មកទៀតការអនុវត្តច្បាប់ក៏ខ្ញុំឃើញសញ្ញាហិង្សាសញ្ញាវាយបែកចក់ឡានគេអូគេចាញ់យកបុកបំបាក់ទ្វារគេអីនេះខ្ញុំឃើញថាអានោះមិនគួរធ្វើទេអ្វីដែលគួរធ្វើហ្នឹងគឺជនតៅវេសត្រូវបញ្ជូនចាញ់ប៉ុន្តែកុំឲ្យប្រើនៅកម្លាំងដល់ប៉ុណ្ណឹងទុកពេលទុកវេលាដោះស្រាយគ្នាទៅហើយត្រូវគោរពតាមតុលាការបើករណីណាមួយតុលាការអត់ឲ្យធ្វើទេកុំជំនះធ្វើបានសេចក្តីថាខ្ញុំអត់ចង់ឲ្យគាត់នឹងធ្វើនយោបាយប្រឈមទេឲ្យធ្វើនយោបាយ consistency នយោបាយដែលទៀងទាត់តែធ្វើអីធ្វើហ្នឹងទៅស្រាប់តែកំពុងតែមើលលក្ខណៈហ្នឹងងាកមកនយោបាយទី3ខែមេសាឆ្នាំ2025នៅពេលហ្នឹងគាត់ប្រកាសពន្ធគយដាក់គ្រប់ប្រទេសទាំងអស់ខែមេសាណាពេលគាត់ប្រកាសពន្ធគយដាក់គ្រប់ប្រទេសទាំងអស់ខ្ញុំក៏គ្រប់គ្រងគាត់ក្នុងចិត្តណាខ្ញុំគ្រប់គ្រងគាត់ខ្ញុំថាអារឿង reciprocal tariff អារឿងទាមទារឲ្យមានការចរចាដើម្បីថ្លឹងចិញ្ចីពាណិជ្ជកម្មនិងចំនួនរវាងប្រទេសនិងប្រទេសគួរធ្វើខ្ញុំគ្រប់គ្រងគាត់ប៉ុន្តែដល់ពេលឃើញគាត់ហាមាត់ឡើងមិចស៊ីកូបន្តិចថែមពន្ធគយកាណាដាបន្តិចថែមពន្ធគយបន្តិចទៅថែមពន្ធគយថែមដល់ថែមប្រើពាក្យមួយបាត់គម្រាមថានេះបើមិនស្ដាប់តាមអញទេអញថែមត្រង់ហ្នឹងខ្ញុំអត់គ្រប់គ្រងទេពីព្រោះអាហ្នឹងគេហៅ controversial action ប្រែជាភាសាខ្មែរថានយោបាយនយោបាយចាប់ផ្ដើមប្រឈមខ្លាំងខ្ញុំអត់ជឿថានយោបាយឲ្យតែប្រឈមខ្លាំងបានជោគជ័យទេ I do not believe in confrontational politics I do not believe in policy of confrontation when you confront so much you won't succeed ខ្ញុំជាមនុស្សរៀននយោបាយគឺខ្ញុំអត់ជឿថានយោបាយឲ្យតែប្រឈមប្រឆាំងគម្រាមខ្លាំងខ្ញុំអត់ជឿថាវាជោគជ័យខ្ញុំ study political science ខ្ញុំគិតថាគាត់មិនមែនជាអ្នក study ដូចខ្ញុំទេអញ្ចឹងខ្ញុំអត់ជឿទេអារឿងហាមាត់ឡើងគម្រាមអារឿងហាមាត់ឡើងថែមអីខ្ញុំអត់ជឿខ្ញុំជឿថាចរចាទៅជាមួយកាណាដាយើងចរចាជាមួយសហភាពអឺរ៉ុបណាយើងចរចាជាមួយនឹងអាស៊ីយើងដាក់កំណត់ចរចាឥឡូវយើងចាញ់សេរី reciprocal tariff យើងចាញ់ពន្ធគយមួយសារយើងទុកឲ្យប្រទេសនានានោះមកតាក់ទងចរចានឹងយើងហើយយើងបង្កើតកិច្ចព្រមព្រៀងជុំទី1ជុំទី2ជុំទី3ហើយកុំចេះតែហាមាត់គម្រាមគេអញដាក់ឯងថែមណាបន្ទាប់មកទៀតយើងត្រូវយល់អាមួយគេហៅថា traditional friend ស្អីទៅ traditional friend ជាមិត្តភក្តិរកស៊ីជាមួយគ្នាតាំងពីសង្គ្រាមត្រជាក់70-80ឆ្នាំមកហើយមិនមែនយើងចង់ធ្វើភ្លាមទៅវាព្រមគ្នាទេប៉ុន្តែយើងត្រូវតែដោះស្រាយជាមួយគ្នាក្នុងនាមជាសម្ព័ន្ធមិត្តប្រទេសជប៉ុនក្តីប្រទេសកូរ៉េខាងត្បូងក្តីថៃឡង់ក្តីណាប្រទេសអឺរ៉ុបក្តីយើងកុំចេះតែហាមាត់ឡើងគម្រាមគេគម្រាមទៅវាល្អកកជួនកាលពាក្យសម្ដីវាធ្វើឲ្យល្អកកជាងអំពើទៀតអំពើវាមិនបានល្អកកវាមិនបានធ្វើឲ្យស្អប់គ្នាឲ្យឆ្លោះគ្នាទេប៉ុន្តែសម្ដីធ្វើឲ្យឆ្លោះគ្នាខ្ញុំអត់ជឿលើ controversy ទេអត់ជឿលើនយោបាយក្ដុំក្ដាំងទេខ្ញុំជឿលើនយោបាយដែលចរចា
ដែលដោះស្រាយមិនខ្ញុំអត់ជឿលើមេដឹកនាំណាដែលនិយាយថាឯងធ្វើតាមអញវាយឯងធ្វើតាមអញដាក់ទោសឯងខ្ញុំអត់ជឿអញ្ចឹងទេណាខ្ញុំអត់ជឿអញ្ចឹងទេខ្ញុំជឿលើនយោបាយណាមិថុនាកុំប្រើពាក្យហ្នឹងបើខ្លួនមិនមែនជាពលរដ្ឋអាមេរិកកាំងទេហើយចាញ់ពាក្យហ្នឹងមកភ្លើសតហើយអូខេខ្ញុំធ្វើ show ខ្ញុំអត់និយាយក្នុងលក្ខណៈបើហើនកោងកាចហ្នឹងទេខ្ញុំនិយាយថ្នមឲ្យយល់រឿងយល់សំខាន់ណាស់កុំចាញ់មកភ្លើអញ្ចឹងគេទះប្រកាច់ណាអូខេកុំចេះតែភ្លើបើខ្លួនមិនមែនពលរដ្ឋអាមេរិកកាំងទេខ្លួនស្វែងយល់ពីពលរដ្ឋអាមេរិកកាំងដូចជេមសុកនិយាយប្រាប់ដើម្បីឲ្យដឹងរឿងនយោបាយខ្ញុំប្រធានាធិបតីកាលណាជាប់ឆ្នោតខ្ញុំគោរពអាណត្តិឆ្នោតតែក្នុងនាមជាពលរដ្ឋអាមេរិកកាំងត្រូវវែកញែកនយោបាយមិនមែនចេះហៅគេអាអីបាញ់ក្បាលអីទេមិនមែនអញ្ចឹងទេកុំភ្លើអញ្ចឹងហើយបានរស់នៅក្រោមបាតជើងហ៊ុនសែនធាក់អស់ថ្ងៃណាបើហើនណាតាជេមសុកអាយុ70ផ្លាយឆ្នាំហើយគាត់អត់ចេះបើហើនប្រេះផ្ដាស់ទេគាត់និយាយឲ្យយល់គាត់ជាពលរដ្ឋអាមេរិកកាំងគាត់វែកញែកឥឡូវបន្តទៅទៀតណាកុំចេះតែលូកមាត់ចេញមកភ្លើអញ្ចឹងហើយនៅចិត្តគេវាយតែម្ដងស្ងាត់មាត់ណាព្យាយាមស្វែងយល់ពីនយោបាយជាជាងប្រើសម្ដីប្រមាថមើលងាយគេដូចខ្ញុំនិយាយថាខ្ញុំអត់ជឿទេគាត់និយាយ100ម៉ាត់ហ្នឹងសឹងតែ1ម៉ាត់ខ្ញុំមិនជឿផងអាហ្នឹងខ្ញុំចង់ប្រាប់ថាគាត់ចូលចិត្តភូតគាត់កលិចមិនមែនប្រមាថការទៀនគាត់ទេសម្ដីគាត់និយាយខ្ញុំណាខ្ញុំមិនជឿគាត់ទេខ្ញុំសង្កេតឃើញគាត់និយាយកលិចភូតច្រើនពេកអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងត្រឡប់មកអារឿងពុនកយនេះខ្ញុំគ្រប់គ្រងឲ្យធ្វើឲ្យមានលក្ខខណ្ឌចរចាជុំទី1ជុំទី2ជុំទី3ឲ្យមានកិច្ចព្រមព្រៀងទី1ទី2ទី3តែមិនមែនចេះតែហាមាត់ដាក់លើគេគ្រប់កន្លែងទេពីព្រោះនយោបាយកាលណាយើងក៏ក្រើកមេឃក៏ក្រើកដីយើងគ្មានសតិរភាពក្នុងនយោបាយវាធ្វើឲ្យលំបាកគ្រប់គ្នាទាំងអស់អ្នកនាំតំណែងចូលក៏លំបាកអាអ្នកលក់តំណែងឲ្យអាមេរិកក៏លំបាកទាំងអស់គ្នាណានយោបាយមិនមែនចង់ចាញ់ចង់ឈ្នះទេនយោបាយគឺដោះស្រាយនយោបាយគឺជាវិធីដើម្បីដោះស្រាយមិនមែននយោបាយនឹងចេះចង់ចាញ់ចង់ឈ្នះទេណាវណ្ណាឡាយអាហ្នឹងវាហួសហើយយើងកុំលើកអាមនុស្សចាស់អ្នកដែលអាណត្តិមុនយើងនិយាយថាហេតុដូចម្ដេចបានជាវាមានបញ្ហានៅលើពិភពលោកនេះពីព្រោះវាលោឡាពេកបើសិនណាជានិយាយស្អីកិច្ចការគាត់និយាយទៅកិច្ចការក្រសួងធ្វើក៏ធ្វើទៅកិច្ចការអង្គការធ្វើក៏ធ្វើទៅណាហើយទុកពេលទុកវេលាឲ្យមានការចរចាយើងកាន់តំណែង4ឆ្នាំទុកឲ្យឋានានុក្រមកិច្ចការទុកឲ្យក្រសួងការបរទេសទុកឲ្យក្រសួងពាណិជ្ជកម្មទុកឲ្យក្រសួងធម្មពលទុកឲ្យក្រសួងកងទ័ពក្រសួងមួយធ្វើយើងបង្កើតព្រឹត្តិការណ៍ក្តៅឲ្យម្ដងចេះម្ដងចុះយូរទៅគេមិនហ៊ានតវ៉ាយើងទេព្រោះយើងមហាអំណាចប៉ុន្តែគេមើលយើងវាអន់ជាងក្មេង3ឆ្នាំទៀតគេមើលមកយើងគេអន់ណាគេមិនហ៊ានតវ៉ាយើងទេគេមិនហ៊ានតវ៉ាឲ្យព្រោះយើងវាមហាអំណាចប៉ុន្តែវាអន់ណាមិនមែនយើងខ្លាំងទេយើងអន់ណាយើងអន់ត្រង់ថាយើងនិយាយស្អីវាមិនច្បាស់លាស់ណាជាម៉ែណាជាម៉ែជាឪគេជាមេដឹកនាំពិភពលោកយើងឲ្យវាមានច្បាប់មានទម្លាប់តាមទៅយើងមិនចេះតែនិយាយទេហើយដល់យើងនិយាយហើយយើងលេបកំអួតរបស់យើងលេបសម្ដីយើងพูดកុហកអាហ្នឹងពិភពលោកគេលែងជឿយើងណាហើយឥឡូវនៅសល់តែមួយបើទីផ្សារហ៊ុនលែងជឿអាហ្នឹងចប់ហើយមជ្ឈដ្ឋានពិភពលោកគេប្រយ័ត្នប្រយែងណាមជ្ឈដ្ឋានពិភពលោកគេប្រយ័ត្នប្រយែងណាឥឡូវគេមិនមែនចេះតែជឿទេគេប្រយ័ត្នប្រយែងណាអញ្ចឹងខ្ញុំរៀបរាប់ជូនថាអ្វីខ្ញុំឃើញថាវាបរាជ័យបងប្អូនបរាជ័យរឿងកាត់បន្ថយអំពើពុករលួយនៅក្នុងសហរដ្ឋអាមេរិកបរាជ័យបាត់រឿងដែលធ្វើឲ្យជាមួយ Elon Musk បរាជ័យទឹកស្រុងរឿងអណ្ដោប្រវេសន៍នៅសហរដ្ឋអាមេរិកកំពុងតែបរាជ័យរឿងពន្ធគយកំពុងតែបរាជ័យឃើញ3ធំអាហ្នឹងគេហៅ signature policy អាហ្នឹងគឺជានយោបាយសំខាន់របស់គាត់បរាជ័យអស់ហើយមិនមែនគាត់និយាយថាគាត់កំពុងឈ្នះមិនមែនឈ្នះទេបរាជ័យហើយសួរថាយកស្អីមកវាស់បរាជ័យប្រជាជនអាមេរិកតំណែងឡើងថ្លៃបរាជ័យប្រជាជនអាមេរិកអត់ឃើញចម្រើនអីទាំងអស់ណាបរាជ័យវាអត់ឃើញចម្រើនណាអត់ឃើញចម្រើនចង់មេដឹកនាំអួតប៉ុណ្ណាឲ្យក៏វាបរាជ័យវាអត់ចម្រើនអីទាំងអស់ឥឡូវនេះរួមទាំងសាំងឡើងថ្លៃទៀតវាអត់មានអីចម្រើនបរាជ័យគឺមេដឹកនាំនិយាយខ្លាំងតែវាអត់ឃើញចម្រើនឥឡូវមួយឆ្នាំអស់ហ่ะណាឃើញទេអញ្ចឹងទី1
យោបាយតវ៉េកំពុងតែបរាជ័យទី2នយោបាយពន្ធដារកំពុងបរាជ័យទី3នយោបាយកម្ចាត់អំពើពុករលួយបរាជ័យនយោបាយធំបរាជ័យដល់លេងឥឡូវចូលដល់នយោបាយមួយទៀតនយោបាយសង្គ្រាម25ថ្ងៃបរាជ័យនយោបាយណាមិនអាមេរិកចាញ់សង្គ្រាមទេអាមេរិកអត់ចាញ់សង្គ្រាមប៉ុន្តែបរាជ័យនយោបាយឃើញទេនេះខ្ញុំវែកញែកឲ្យបងប្អូនស្ដាប់ថាក្នុងឋានៈជាពលរដ្ឋអាមេរិកនេះខ្ញុំមើលឃើញអញ្ចឹងខ្ញុំមើលឃើញបរាជ័យខ្ញុំមើលឃើញសម្ដីពេទ្យ100ម៉ាត់រកជឿ1ម៉ាត់អត់បានចប់មកវគ្គអានឹងអញ្ចឹងឥឡូវឃើញអាចៅមួយគឺថាស្ដាច់សៀមចង្រៃណាស់គេថាស្ដាច់សៀមវាចង្រៃទៅចិនវាឆេះប្រាសាទឆេះផ្ទះទៅឡាវធ្លាក់តកណាអាចៅបើស្ដាច់សៀមវាចង្រៃចុះស្ដាច់ឯងចង្រៃទេស្ដាច់ឯងណាមួយឯងស្គាល់ស្ដាច់ឯងទេចៅ user អាចៅឯងស្គាល់ស្ដាច់ឯងទេឥឡូវឯងសួរឯងសីហមុនីឯងហ៊ុនសែនណាមួយស្ដាច់ឯងឆ្លើយមើលចៅសម្លាញ់ចៅ user ឈ្មោះហ៊ុនសែននេះមួយឈ្មោះសីហមុនីនេះមួយណាមួយស្ដាច់ឯងឆ្លើយបានទេuser រវាងហ៊ុនសែនហើយនិងសីហមុនីណាមួយជាស្ដាច់របស់ឯងឆ្លើយបានទេឃើញទេដល់សួរអត់ហ៊ានឆ្លើយទេណាឃើញអត់ហ៊ានឆ្លើយទេអូឯងចេះដឹងណាស្ដាច់សៀមតែឯងចេះដឹងណាឥឡូវអញសួរស្ដាច់ឯងឈ្មោះហ៊ុនសែនមួយឈ្មោះនរោត្តមសីហមុនីមួយណាមួយស្ដាច់របស់ឯងទេអញអត់មានត្រូវការចង់ដឹងបានមិនបានទេអញចង់ដឹងថាឯងស្គាល់ស្ដាច់ឯងទេអាចៅបើមិនអាចទេកុំយកខួរក្បាលប្រឡាក់សិតតែអាចនឹងមកនិយាយខំប្រឹងស្ដាប់តាក្រែងលោចេះណាក្រែងលោចេះជាងក្រែងលោបានចេះដឹងអាកភ្លើវាដឹងដល់ស្ដាច់សៀមចង្រៃដល់សួរតែស្ដាច់វាមួយណាវាអត់ដឹងទេវាចង់រៀកនោមបន្តិចចង់រៀកអាចបន្តិចវាអត់ដឹងថាស្ដាច់វាមួយណាផងហើយចុះបើឯងមិនដឹងថាស្ដាច់ឯងមួយណាផងបើមិនដឹងថាឯងណាបើឯងមិនដឹងថាស្ដាច់ឯងមួយណាផងឯងទៅចេះដឹងស្ដាច់គេហ៎មែនThat is funny ណាចុះបើចង្រៃមែនមិនឲ្យគេថាណាម៉ែឯងចង្រៃទេដែលបង្កើតក្បាលឯងមកឲ្យទៅយកភាសាកូរ៉េយកមកធ្វើ ID ហ្នឹងដែលម្ដាយខំប្រឹងពោះ9ខែបង្កើតក្បាលឯងមកហ្នឹងណាជាខ្មែរហ្នឹងណាហើយឯងយកភាសាកូរ៉េមកធ្វើ ID ឯងហ្នឹងឯងចង្រៃទេអាកភ្លើណាស្ពៃជ្រក់ឯងមានច្រំតែឯងស៊ីគឹមជីហ្នឹងឯងចង្រៃទេណាសំណាស់ដែលកូរ៉េយកឯងធ្វើបាត់ជើងនោះសំទេអញធ្វើគូតកូរ៉េណាតែមុខឯងធ្វើបាត់ជើងកូរ៉េឯងសួរពួកម៉ាក់អញនៅក្នុង show ទៅស្រីកូរ៉េស្បែកកលូងមកអោបអញហើយក្បាលឯងទៅធ្វើបាត់ជើងអ្នកស្រុកកូរ៉េហើយឯងក្បត់ពូជម្បូរម៉ែឪឈាមជាខ្មែរទៅយកភាសាកូរ៉េមកដាក់ឈ្មោះឯងចង្រៃទេណាតែឯងជាខ្មែរណាឯងមិនក៏មិនដាក់ឈ្មោះឯងអាចៅអញចង់និយាយទេអញស្រីកូរ៉េស្បែកកលូងមកអោបអញក៏អោបឈ្ងុយហើយក្បាលឯងទៅបំរើបាត់ជើងអ្នកស្រុកកូរ៉េហើយឯងដឹងថាស្ដាច់ថៃវាចង្រៃអញមិនកាន់ជើងស្ដាច់គេទេប៉ុន្តែអញចង់សួរតែស្ដាច់ឯងហ្នឹងវាជួយស្អីដល់ឯងខ្លះផ្ទះបាញ់នៅអង្គរអាប្រកាច់ឯងអត់ហ៊ានមាត់ទេណាផ្ទះបាញ់ចែកដីស្ដាច់ពីដើមនៅឧដុង្គអាប្រកាច់ឯងអត់ដឹងតតសោះឆេះរូបស្ដាច់ឯងនៅមុខវាំងក៏ឯងអត់ដឹងអីទេឯងអត់ដឹងអីទេណាឯងអត់ដឹងអីទេតែឯងទៅដឹងស្ដាច់ថៃចង្រៃឯងដឹងស្ដាច់ថៃចង្រៃណាឯងទៅមើលនៅឧដុង្គចែកដីផ្ទះបាញ់បាក់កពូលហើយអាល្ងើឯងដឹងថាចង្រៃប៉ុណ្ណាទេវាដែលមានចែកដីស្ដាច់ពីដើមផ្ទះបាញ់បាក់កពូលទេមានន័យថាស្រុកវាអត់ល្អទេអាភ្លើផ្ទះបាញ់មនុស្សនៅអង្គរក៏ឯងភ្លើមិនដឹងឆេះទាំងរូបស្ដាច់ឯងនៅមុខវាំងក៏ឯងមិនដឹងថាចង្រៃដែរអាក៏ភ្លើតែឯងទៅដឹងរឿងគេចង្រៃណាឯងរស់នៅជាមនុស្សនៅក្រោមបាត់ជើងគេហើយឯងអត់ដឹងទេអញ្ចឹងហើយបន្តតាសួរនោះតាមបានទៅខឹងឯងទេអញ្ចឹងត្រឡប់មកវិញស្ដាច់ថៃចង្រៃទេបើឯងវាមិនចង្រៃទេមិនបានជាស្ដាច់ឯងនឹងគេវាយប៉ោងខោយកដីអស់49កន្លែងកណ្ដួយមកអាកាប់ភ្លើណាអារឿងឯងចង្រៃមិនព្រមគិតទេហើយតែគិតស្ដាច់ថៃចង្រៃហើយដឹងទេស្ដាច់ថៃចង់ចង្រៃឲ្យមិនក្រោយស្ដាច់គេចុះមិនក៏ឯងមិនគិតរឿងស្ដាច់ឯងអួតចុយតម្រាយគេវាយប៉ោងខោយកដីអស់49កន្លែងណាឯងមិនដឹងឯងទៅដឹងស្ដាច់គេចង្រៃឯងដឹងអ្វីទេឧទាហរណ៍ថាអញនៅអាមេរិក
hay sắp ta nơi sọc chắn nó về alum cùng bèn chắn anh mình khoal tới với cùng bèn chắn alum anh khoal năng bài anh như nè ta tram nè quạt thưa ở năng bài anh như về alum anh tập phi mà hai cùng bèn chắn nó mới ạt lơ mà hai cùng bèn chắn tục ở si chân pin cái tới hay cho bà ta mà hai là sọc đi nó về miền Tây nhà ha anh còn mình khoal đây tục anh đi cái thơ tới anh khoal năng bài anh như nè ạt lơ hay cho ạt lơ anh mấy con mình khoal năng bài vậy anh tự khoal số đại xiêm ở ngọt ấy anh mình đang khứ nhá nè mình kích đi chẳng anh bạn khăn ai để trả anh dây liền thì nè chăm ta prap nó trả nè đại xiêm đó tụi bây giờ chẳng ai bạn nào đang miền chợ sập mùi pòn liền lối nhá chợ sập mùi pòn liền đại xiêm trong thơ xảy ra na của bạn đây bạn hải nhá xong bây bát đá giấy nữa vô tờ váy đáy có áp số đây vì bố bát đá giấy bát đáy tia score hãy thưa caผมra cái bát đáy về crơm hay trong này nè để cái sát nó cái áp vô cả mà lại để áp lơ đôi khi váy đáy của mình xuống trong này sẽ đại xiêm á hãy mơ nghe cái phần cái trong đấy mới xảy ra thôn na có cái miền đai áp lơi trong này sẽ đại hãy ọt tăng pon tiết hãy cái mấy cái mình kết hay luôn hãy đập đáy của mình xuống đáy bát đáy hãy crơm vì bố hãy còn té nè hãy còn té chưa mà nút tia score đại từ ca ở kia hãy mấy cái mình kết trả lời trả nè sầm ra nó mốc té hãy mình kết té hãy tha vang thấy rồi soi nè hãy mấy cái mình kết luôn hãy ta nên khăn hãy nè ta vậy là hãy vô lại trước mắt không ao chơi là xây lên kê chừng ray chăm ơn anh nó sẽ đặt thay tới sọc chanh thùng nó chơi nè nó pe đặt thay cho cái bao nó chanh blue coneประมาณnè giang tích cả lát liên nè blue cone hay cho chanh slap tới vô từ cọp ngay năng mà nè hay cho chanh đây việt đá lẹ cruise nãy chả cho ngọt mà nè hay mấy cái anh plơ nó nãy còn là che vọt bồ ran mũi này ta sẽ đặt thay về chừng ray ý à nè che cái to mà tiết tới lai nó ở đây lẹ đông từ cọp lên thế đuổi mà plơ sọc máy có lẹ đây con này plơ ấy ở cọp ra tục hãy chưa tam kê ta sẽ đặt thay về từ sọc thay nó lại từ sọc lá nó lai chừng ray hãy từ xua lai mới lai cái kịch đấy nè plơ hãy từ xua chân mới chân cái kịch đấy đây plơ miền này thế từ sọc plơ đấy hãy kịch thắc kia nó về mình lọ đấy hãy spa đấy con này khơi Donald Trump này tha Donald Trump nó on chưa ngày Donald Trump nên lôi họp liên tụi bây giờ có họ mà rồi mùi mặt cái đó Donald Trump nên lôi họp con liên hãy cho ở ảnh hãy cho sao chạy anh mới có mình kết nhé té hại vậy mới có mình kết chẳng ta chọn gì chứ thảo dương kịch luôn dương nó chở dương kịch luôn dương còn nói sẽ chưa tam kia nó kia chẳng rái vậy nè lấy nó tam phong này dây sâu nè ta miền mình hoa với nông phục luôn miền cái hai khao đấy miền cái blue cone đấy miền lan bọc này đấy trên sông phong giấy nè đó miền đấy chùm lại thầm miền lười cái phục lô cũng bảy pon lên đấy đăng đấy bên na của miền mình ngọt bên na của miền mình bọc này bên na của miền cruise nè bên na của miền plương chép đẹp bên na của miền ấy đây về miền sau cốt mình cũng bảy pon lên nèให้เจ้าบ่ายพวงเธอไหนจะท่าจังไรนึงมั่งปีไอ้ท่าจังไรนึงให้บ้านไหนบ้านเมดักนอมละออนั่งเงี้ยบ้าไหลมาเจิงเงี้ยบ้าไหลมาเจิงนะมั่งปีไอ้จะจังไรให้จังไรตาทัวโชว์ตาคอมเปียไอ้ท่าชกกึศจังไรกึศเธอไม่ก็เอาจังไรโยนหลังฉันmày được khăn ngày thếนะtrongไอ้nhắc luôn làไอ้กึศไอ้ท่าจังไรใช่ไหมcho hãy mình kết ba lại để cái thẹo ngay phong anh mấy cái nó là số ấy là sẽ dạy nam môi anh ở trên sao thế anh lại bạc mình đây sẽ kê anh tới mẹ tôi anh đang làm đấy nhá anh cũng vùng phay khai sẽ anh thử hỏi chừng lại sọc anh nhá thấy đang đấy anh phay nó sọc ngay nè sang lang play này đang đấy tụm nên lang play anh khơi sẽ anh này vô bay pi bay đua là hai anh phay cái đôi mà play anh mới có mình phay luôn anh tôi phay ấy thay nó cho mẹ nè anh nhìn anh phay nè đang nghe anh phay khai sẽ anh thử hỏi anh của bạn nè hãy đang sẽ anh như nè đấy chung với công cả bao anh phay khai Việt Nam vô bay tới lôi đô la cả lát tới anh mày tới anh cũng buông tay dây được phay nè anh phay nó sẽ anh nhà tông cái bao nè anh khai với trường ray sọc anh nha anh không phân gì anh tập phay sẽ dạy nhấy sẽ dạy anh kia ai hướng sẽ dạy anh ta anh phay hướng anh như này it's a joke ok anh vậy đi nó ra trả lại sẽ đạp tạm này tao bên khăn ngày nè cái này còn mình chơi đẹp ta ấy đại xiêm cái này đang nghe đại xiêm mà tụi bay đài từ lời cho nên đó con tay sấy sạch sạch anh phải anh từ sấy sạch ngọt thôi từng cái bao họ từng cái bao hạtเลยนะหายไม่ก็มันเกิด
គេមានលុយច្រើនណាស់ហើយដឹង76,000 លានណាហើយឯងមានលុយណាឯងអត់ណាអញបានខឹងហើយតែបានឡូឡាឯងដឹងអញភ័យខ្លាចស្ដាច់អញធ្វើឲ្យស្រុកអញវេទនាហើយដឹងទេណាបើស្រុកឯងស្ដាច់ក្រៀនអាចមានរឿងអញទៅវើក្រៀនទៀនទៅណាមិនថាអញប្រាប់ឯងណាអញភ័យខ្លាចស្ដាច់អញធ្វើឲ្យសេដ្ឋកិច្ចអញហើយដល់ថ្ងៃនេះសាំងឡើងថ្លៃទៀតមិនរឿងយល់នៅចៅអានឹងអញ្ចឹងវិលត្រឡប់មកជួបគ្នា3 ទៅ 5 នាទីទៀតជម្រាបលាមជ្ឈមណ្ឌលធម្មពលរបស់អាយរ៉ាន់ទុកពេល5ថ្ងៃដើម្បីនឹងចរចាគ្នាក៏ដោយសម្ដីដែលមានភាពក្រឡិចក្រឡុចនេះពិភពលោកយកមកវិភាគក៏ប៉ុន្តែมันអាចនឹងប្រកាន់ថាជាសម្ដីទុកចិត្តបានទេនេះគឺជាវគ្គថ្មីដែលអ្នកនយោបាយប្រភេទមេដឹកនាំមហាអំណាចនិយាយក្រឡិចក្រឡុចម្ដងអញ្ចេះម្ដងអីចោះដែលគេឃើញថាវាជានយោបាយដែលធ្វើឲ្យមានកើតចលាចលហើយការកើតចលាចលនេះវានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចនយោបាយដែលចេះតែម្ដងអីចេះម្ដងអីចោះបើមិនទាន់ច្បាស់កុំលើកមកនិយាយបើលើកមកនិយាយត្រូវមានផែនការច្បាស់លាស់ថ្នាក់ជាមេដឹកនាំកាលណាប្រើសម្ដីហ្នឹងច្បុកច្បល់ក្នុងពិភពលោកច្បុកច្បល់ក្នុងប្រទេសច្បុកច្បល់ក្នុងពិភពលោកអញ្ចឹងការដែលទីភ្នាក់ងារព័ត៌មានយកសម្ដីរបស់ត្រាំមកនិយាយមិនបានសេចក្តីថាគេអាចយកជាការអីបានទេខាងអៃរ៉ាន់និយាយស្អីក៏គេមិនអាចយកជាការបានខាងដូណាល់ត្រាំនិយាយអីក៏គេមិនអាចយកជាការបានគេគ្រាន់តែលើកយករឿងហ្នឹងមកតែប៉ុណ្ណោះគេមិនអាចដឹងថាយ៉ាងម៉េចទេនេះគឺជាអ្វីដែលកំពុងតែកើតឡើងណាអាហ្នឹងគឺជាអ្វីដែលកំពុងតែកើតឡើងណាអាត្រង់នេះណាអាត្រង់នេះគឺជាចំណុចណាឥឡូវនេះព័ត៌មានពីប្រទេសថៃគេថាអាយរ៉ាន់ហ្នឹងណាដាក់តម្លៃថានាវាណាក៏ដោយចង់ដឹកប្រេងឆ្លងកាត់កុំឲ្យវាបាំងគឺត្រូវតែបង់លុយថ្លៃប្រេងហ្នឹងជាយន់ហើយបង់ថ្លៃនាវាហ្នឹងមកនាវាហ្នឹង$2 លានឲ្យវាទៀតណានេះគឺជាសម្ដីយើងចាំមើលថាតើអាចរកសមុទ្រអកមូសនេះអ្នកណាវាជាកយអ្នកណាវាជាមេឃុំអ្នកណាវាជាមេដឹកនាំណាអានេះគឺជាចំណុចដែលពិភពលោកហ្នឹងវាកលិចកលុចអាយរ៉ាន់ហ្នឹងវាកលិចកលុចណាអាត្រាំហ្នឹងក៏វាកលិចកលុចនិយាយទៅធ្វើឲ្យពិភពលោកហ្នឹងមិនអាចជឿអីបានទេគឺកំពុងតែខាតទាំងអស់គ្នាអាមេរិកក៏ខាតអាពិភពលោកក៏ខាតតែអត់មានប្រទេសណាកិច្ចរួចទេណាថានេះបើអ៊ុយក្រែនមិនចោះចាញ់អត់មានបើទេកូនណាចៅអត់មានបើទេអត់មានបើទេគ្មានពេលបើចៅឯងធ្វើសង្គ្រាមជាមួយតាបើមិនចង់ឲ្យវាបន្តការខូចខាតគឺត្រូវរកដំណោះស្រាយដោយការចរចាអត់មានបើទេកូនណាអត់មានបើទេដូចអៃរ៉ាន់អញ្ចឹងវានិយាយថាវាវាយតបវិញវាអីចឹងតែវាបានតាក់ទងឥណ្ឌាវាបានតាក់ទងរុស្ស៊ីវាក៏តាក់ទងចិនដែរដើម្បីចរចាជាមួយនឹងដូណាល់ត្រាំណាដើម្បីចរចានឹងដូណាល់ត្រាំហើយអាដូណាល់ត្រាំនេះវានិយាយអញ្ចឹងក៏ប៉ុន្តែក៏វាអត់មាននៅស្ងៀមទេវាចរចាវាមានទំនាក់ទំនងជាមួយនឹងចិនវាមានទំនាក់ទំនងជាមួយនឹងឥណ្ឌាវាមានទំនាក់ទំនងជាមួយនឹងរុស្ស៊ីជាដើមឡើងណាអានឹងគឺជាចំណុចអញ្ចឹងដូច្នេះវាអត់មានបើសិនទេណាកូនដោះស្រាយគឺត្រូវតែរកច្រកចេញអានឹងអញ្ចឹងណាតាមីអូខេណាអានឹងគឺជាអ្វីដែលកំពុងតែកើតឡើងណា1947មនុស្សយើងតែកលិចកលុចច្រើនពេកវាធ្វើឲ្យខាត
ខាតច្រើនណាខាតអាមេរិកច្រើនណាហើយខាតប្រទេសនៅក្នុងពិភពលោកគ្មានប្រទេសណាថាมันខាតទេខាតអាហ្នឹងគឺវាមិនមែនជាបរិបទដែលពិភពលោកចង់បានទេវាខាតអត់មានអីចំណេញទេខាតទាំងអស់អាហ្នឹងរឿងហ្នឹងអញ្ចឹងណាយើងបន្តមើលតទៅទៀតថាតើខាតនងវាខាតអីខ្លះណាអាហ្នឹងយើងបន្តមើលតទៅទៀតជំរាបសួរអ៊ំសុផាន់បាទខ្ញុំអាប់ដេតព័ត៌មានខ្លះជូនប្រេងឆៅ$89 បច្ចុប្បន្នប្រេងឆៅបច្ចុប្បន្ន$89ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រាប់ឲ្យប្រជាជនទូអាមេរិកប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរយើងមើលនៅប្រទេសអ៊ីស្រាអែល16 នាទីមុនមានការផ្លោងដាក់គ្នារវាងអ៊ីស្រាអែលនិងហេសប៊ូឡា1 ម៉ោងមុននេះព័ត៌មានស្ដីអំពីប្រធានាធិបតីត្រាំនិយាយជាមួយអ្នកកាសែតថាមានចំណុចជាវិជ្ជមានដែលធ្វើឲ្យការចរចាទៅមុខនឹងមានប្រយោជន៍ដោះស្រាយបានតែជឿឬមិនជឿមិនកើតបើកលិចអញ្ចឹងតើចាញ់មកចុះហត្ថលេខាបានជឿបានបើមិនទាន់ចុះហត្ថលេខាឈប់សង្គ្រាមទេអត់ដឹងថាជឿអាចក្បីទេណា1 ម៉ោងមុននេះណានាយករដ្ឋមន្ត្រីប៊ិនយ៉ាមិនណាតាន់យ៉ាហ៊ូនៃប្រទេសអ៊ីស្រាអែលបាននិយាយថាអ្វីបើពិតជាចាញ់លទ្ធផលពីការចរចារវាងអាមេរិកនិងអ៊ីរ៉ាន់អ៊ីស្រាអែលនឹងយកមកគិតតាមទីក្រុងយេរូសាឡឹមកំពុងតែរៀបចំដើម្បីនឹងធ្វើបុណ្យ Jewish នឹងប៉ុណ្ណឹងណាព័ត៌មានឥឡូវទៅមើលចិនម្ដងណាចិនអត់មានអីទេចិនគាត់និយាយរឿងផ្សេងប៉ុន្តែគាត់អត់សូវនិយាយរឿងតាក់ទងនឹងសង្គ្រាមនឹងច្រើនទេណាគាត់អត់សូវនិយាយតាក់ទងនឹងសង្គ្រាមនឹងច្រើនទេគាត់និយាយអួតអាងអំពីការកសាងសេដ្ឋកិច្ចរបស់គាត់ព័ត៌មានគាត់មិនខ្វះទេតែគាត់មិនមានអ្វីតាក់ទងនឹងរឿងអាមេរិកអ៊ីរ៉ាន់និងអ៊ីស្រាអែលធំដុំទេបងប្អូនឃើញអំពីតារាងតម្លៃសាំងដែលគេផ្សាយភាពខុសគ្នារវាងប្រទេសកម្ពុជាវៀតណាមអីហ្នឹងណាអត់ពិតទេណាបងប្អូនinfographic ដែលគេធ្វើហ្នឹងអត់ពិតទេកុំយកខួរក្បាលទៅជឿណាកុំយកខួរក្បាលទៅជឿលើព័ត៌មានដែលគេយកមកផ្សាយថាប្រទេសកម្ពុជាយើងសាំងថ្លៃជាងគេសាំងអានេះថោកជាងគេអីហ្នឹងគឺអត់ពិតទេបាទគឺអត់ពិតទេហើយមិនបានវាអត់ពិតពីព្រោះអីពីព្រោះអា infographic ដែលគេយកមកធ្វើនេះជា infographic មិនច្បាស់លាស់ទេគ្រាន់តែយកមកផ្សាយនៅក្នុងប្រព័ន្ធ social media តែប៉ុណ្ណោះបាទអានោះអញ្ចឹងប្រទេសកម្ពុជាផ្សាយអំពីដំណើរជើងយន្តហោះមេយ៉ាន់ម៉ាភ្នំពេញអូខេណាអ្នកធ្វើដំណើរតាមយន្តហោះនៅអាមេរិកនេះក៏លំបាកពីព្រោះត្រូវតម្រង់ជួរយូរក្នុងការឆែកឆេរមុនបានឡើងយន្តហោះណាមានប៉ុណ្ណឹងអាប់ដេតជូនប៉ុណ្ណឹងបងប្អូនណាPeter
បាទ can you kindly explain in this USA Iran war to understand each side's incentive អត់ទេ Peter កុំប្រើពាក្យអង់គ្លេសធំពេក it's not a classroom. Okay, if you want to understand basic parts of the war, you can ask me. But using a very fancy phrases in order for a man in talk show to explain to you, it's just a show off, Peter. And nobody can read your English here. អ្នកដែលនៅមើលនឹងក៏អត់យល់ដែរ ដូច្នេះហើយបើសួរកុំទៅយកអារបស់អញ្ចឹងមក and if you are really in academic field you don't have question because talk show មិន feels មិនជាកន្លែង location សម្រាប់ obtain academic analysis academic opinion theoretical opinion នៅក្នុង talk show ទេកូនណាចៅអូខេសួរឲ្យចំអូខេ fancy English អត់ជួយឲ្យចៅចេះទេសួរឲ្យចំសួរទៅ basic សិនហើយយកអា basic info នោះទៅកសាងជាមូលដ្ឋានបាន apply theory អូខេ Peter ណាចាណាពលរបៀបចាឯងទៅសេហ្នឹងសង្គ្រាមអ៊ីរ៉ានអាមេរិកហ្នឹងចាឯងយល់ទៅហើយបើចាឯងពិតជាចេះមែនណាតែបើចាឯងមិនចេះទេសួរអាណាដែលមិនចេះមកតាឆ្លើយអូខេហើយ talk show គេអត់ធ្វើ academic discussion នៅក្នុង talk show ទេពីព្រោះ academic discussion ណាឬក៏ជា theoretical discussion វាតលតែគេមាន platform គេហើយគេនិយាយទៅគឺសម្រាប់អ្នករៀនស្ដាប់ឧទាហរណ៍តែជា graduate group ជា PhD level group ឬក៏ជា political scientist ឬក៏ជាពួកដែលគេនៅក្នុងវេទិកា professional ឬក៏ world class ណាមួយអូខេកូនណា Peter ណាបើតាមសម្ដីដែលចៅសរសេរនេះចៅរៀននៅក្នុង university ហើយបើចៅរៀននៅក្នុង university grade ហើយចៅមកសួរនៅក្នុង talk show ហ្មង talk show មិនមែនជា academic platform ណាកូនណាអូខេណា LPG Cambodia ឡើងថ្លៃអរគុណព័ត៌មានណាសុភាពតាត្រាំអត់ដឹងថាធ្វើបែបហ្នឹងចាញ់ឆ្នោតទេអត់ទេខ្ញុំនិយាយចេះចុះឲ្យស្រួលស្ដាប់ជាភាសាខ្មែរអាណត្តិទី2ហ្នឹងសង្ស័យតែជាអាណត្តិចង្រៃសម្រាប់អាមេរិកទេដឹងពីព្រោះអ្វីដែលប្រកាសថានឹងធ្វើឲ្យចម្រើនលទ្ធផលចេញមកគឺអត់ចម្រើនឥឡូវហ្នឹងសូម្បីតែអ្នកគ្រប់គ្រងគាត់គេហៅពួក MAGA ណាពួកដែលមានជំនឿថាយកចិត្តទុកដាក់អាមេរិកជាធំណាឥឡូវហ្នឹងលទ្ធផលចេញមកមិនមែនអាមេរិកជាធំទេមិនដឹងជាអាណាធំអញ្ចឹងចលនាយកអាមេរិកជាធំយកអាមេរិកជាទី1ណាកំពុងតែខកចិត្តយ៉ាងខ្លាំងកំពុងតែខកចិត្តមួយចំនួនខកចិត្តមួយចំនួនទៀតកំពុងតែវិលវល់មិនដឹងថាតើចលនាអាមេរិកសំខាន់ណាសំខាន់ស្អីណាបើយកអាមេរិកសំខាន់មិនក៏លោតចូលក្នុងភ្លើងសង្គ្រាមឲ្យអស់លុយ1 trillion ដុល្លារទៅទេនេះទៅធ្វើសង្គ្រាមដែលចំណាយអស់លុយ1 trillion ដល់2 trillion ដុល្លារទៅទេនេះខូចសព្វាវុធខូចមូលដ្ឋានកងទ័ពខូចអស់ហើយធ្វើឲ្យពេត្រូដុល្លារនេះកំពុងតែជួបនៅហានិភ័យនេះតើអាគំនិតដែលយកអាមេរិកកាំងជាធំណាអាមេរិកកាំងជាទី1ហ្នឹងមានផលស្អីបានអាមេរិកកាំងអញ្ចឹងប្រជាជនអាមេរិកកាំងនៅក្នុងចលនាអាមេរិកកាំងតែមួយហ្នឹងគាត់កំពុងតែវង្វេងវង្វាន់ទល់ពធគាត់អត់យល់ទេគាត់មិនដឹងថាតើវាបានផលអីវាអត់បានផលអាហ្នឹងមួយទៅណានៅពេលនេះរដូវក្តៅចិត្តមកដល់ហើយនៅសល់តែប្រហែលខែទៀតទេរដូវក្តៅចិត្តមកដល់ហើយឥឡូវហ្នឹងការធ្វើដំណើរនៅក្នុងស្រុកអាមេរិកកំពុងធ្វើដំណើរណាហើយនៅតាមវាលយន្តហោះមួយមនុស្សឈរបន្តគ្នាតម្រាំតែបានឡើងយន្តហោះអាសម្បត្តិយន្តហោះក៏ឡើងថ្លៃអាការធ្វើដំណើរក៏យឺតយ៉ាវតើវាបានផលអីទំនិញកំពុងឡើងថ្លៃខ្លាំងមែនទែនហើយការងារក៏វាថមថយចុះការរកស៊ីតូចតាចក៏មិនកើតហើយចំពេលដែលអាកាសធាតុកំពុងតែឆ្ពោះទៅរករដូវក្តៅសាំងឡើងថ្លៃទៀតតើសេដ្ឋកិច្ចអាមេរិកចំណេញស្អីតើប្រយោជន៍អ្វីដល់អាមេរិកនេះគឺធ្វើឲ្យអាមេរិកកាំង
ដែលនៅក្នុងចលនាយកអាមេរិកជាធំហ្នឹងគាត់កំពុងតែឃើញថាវាអត់បានផលអញ្ចឹងគាត់នឹងពិចារណាពីឥឡូវហ្នឹងទៅដល់ខែ11ណាគាត់ពិចារណាទៅគាត់អាចនឹងរកឃើញថាវាមិនមែនជាជោគជ័យទេវាជាបរាជ័យទៅវិញវាបរាជ័យវាខូចសេដ្ឋកិច្ចវាខូចការងារវាធ្វើឲ្យជីវភាពលំបាកអីអាហ្នឹងគាត់គិតអញ្ចឹងណាតែទុកឲ្យប្រជាជនអាមេរិកគេគិតចុះបូកនឹងខ្ញុំដែលជាពលរដ្ឋអាមេរិកគិតចុះណាចំណាយពិភពលោកនោះគេឈឺក្បាលសម្បើមណាពីព្រោះគេមិនអាចយកសម្ដីមនុស្សដែលជាមេដឹកនាំនឹងឲ្យវាច្បាស់ណាមួយគេយកមិនបានគេអត់ដឹងថាសម្ដីនឹងយ៉ាងម៉េចនិយាយទៅ1នាទីក្រោយមកនិយាយអីផ្សេងគេមិនដឹងថាគេគិតយ៉ាងម៉េចណាវាគ្រាន់តែបានទីភ្នាក់ងារព័ត៌មាននឹងលើកមកនិយាយទៅប៉ុន្តែទីភ្នាក់ងារព័ត៌មានអ្នកវិភាគអីក៏វិភាគឡើងកើតដែរវិភាគមិនកើតពីព្រោះវិភាគអីបើពងវិភាគហ្នឹងគេដូរទៅណាអាហ្នឹងអញ្ចឹងណាអូខេសុភាពបាត់នេះលោកតាឃើញគេបង្កើតកម្មវិធីជូនកម្មាសម្បត្តិការជាមួយពាក្យជូនពរវីរៈកងទ័ពខ្ញុំអត់ចាប់អារម្មណ៍ទេនេះគឺជាការដែលកំពុងតែចូលច្បល់ខ្ញុំអត់ចាប់អារម្មណ៍ទេដូចជាគេប្រកាសថាគេធ្វើនគរសង្គ្រាមដើម្បីគ្រប់គ្រងវីរៈកងទ័ពគេនិយាយទៅសប្ងៃខ្មែរគ្នាក៏កំសត់ដែរមិនដឹងគេថាមិនថាទៅពួកគេអ្នកធំណាសូវណ្ណៈលោកតាព័ត៌មានដែលថៃផ្លោង5គ្រាប់នៅមុំ3ពិតទេដូចជាអត់ពិតទេដូចជាអត់ទាន់ឃើញអីផងអូខេអានឹងអញ្ចឹងអូខេណាលោកតាឡាវភ្លៀងធ្លាក់ទឹកកកគេថាមកពីស្ដេចថៃសទ្ធាតាប្រាប់តាំងពីភាគមុនថាបើចៅឯងជាមនុស្សមានខួរក្បាលនឹងជំនឿរបៀបអញ្ចឹងមិនបាច់មកមើលតាទេណាបន្តិចទៀតចៅឯងគ្រាអាចក៏បន្ទោស្ដេចថៃដែរព្រោះចៅឯងហ៊ានបន្ទោហ៊ុនសែនទេអូខេមានន័យថាចៅឯងមកស្ដាប់តាអត់មានរីកចម្រើនទេណាកូនណាអត់មានរីកចម្រើនទេណាល្អសុផាណែតលោកពូខ្ញុំជាមនុស្សម្នាក់ដែលគ្រប់គ្រងរបបសេរីអូខេhome តាមខ្ញុំធ្លាប់ឮគំនិតរបស់លោក Napoleon Hill ពិបាកយល់តើនេះមកពីទស្សនៈខុសគ្នាឆ្ងាយពេកឬក៏គំនិតរបស់គាត់ពិបាកយកមកពិសោធន៍ដោយខ្លួនឯងគំនិតទស្សនៈរបស់ Napoleon Hill នៅក្នុងសៀវភៅរបស់គាត់លំបាកយល់ពីព្រោះគាត់ប្រើទស្សនវិជ្ជាជ្រាលជ្រៅទស្សនវិជ្ជាជ្រាលជ្រៅនេះត្រូវការអានដោយយកចិត្តទុកដាក់ដូចយើងអានគម្ពីរអភិធម្មអញ្ចឹងណាបើយើងអានរបៀបបុត្រសវង្សវាគ្រាន់តែពីរោះប៉ុន្តែយើងអានតតែងាប់ក៏យើងមិនចេះធម៌អភិធម្មនឹងដែរអាហ្នឹងគេហៅថាលំបាកសៀវភៅរបស់ Napoleon Hill វាលំបាកយល់ពីព្រោះវាជាទស្សនវិជ្ជាឆ្ពោះទៅរកភាពជោគជ័យវាដូចយើងអានគម្ពីរអភិធម្មអញ្ចឹងវាទាមទារឲ្យយើងអានដោយយកចិត្តទុកដាក់ឲ្យយឺតហើយយើងត្រូវមានជំនួយទស្សនវិជ្ជាច្រើនដើម្បីនឹងស្វែងយល់ពីគំនិតរបស់ Napoleon Hill ដោយសៀវភៅរបស់ Adam Smith ក៏លំបាកយល់ណាដូចជាសៀវភៅយុទ្ធសាស្ត្រThe Prince របស់ Niccolo Machiavelli វាលំបាកយល់ដែលហៅថាលំបាកហ្នឹងគឺអញ្ចឹងទេបាទមិនមែនលំបាកស្អីយកទៅអនុវត្តអីទេគឺដំបូងយើងយល់អំពីទស្សនវិជ្ជារបស់គាត់ដែលហៅថាលំបាកហ្នឹងគឺខ្ញុំចង់និយាយពីខ្លឹមសារនៃសៀវភៅដែលមានទស្សនវិជ្ជាស៊ីជម្រៅណាទស្សនវិជ្ជាស៊ីជម្រៅដូចទីហោយើងថាយើងស្ដាប់បុត្រសវង្សនិយាយអភិធម្មអាហ្នឹងស្ដាប់ល្ខោននិយាយយើងស្ដាប់សានសុជានិយាយអភិធម្មយើងស្ដាប់ល្ខោននិយាយទេមិនមានន័យតែស្ដាប់ហើយចេះអភិធម្មទេអូខេcozy អត់ដឹងទេចៅអើយអត់ដឹងទេប្អូនធរ Netanyahu ហៅធ្វើសង្គ្រាមអូខេwhy TSA not coming to work កាន់ yes បើកាន់ yes ឯងនៅកាណាដាចិត្តបកោយហើយអត់ដឹងរឿងនៅអាមេរិកឲ្យវាឆ្លាស់ទៅចុះ
អង់គ្លេសក៏ចេះព័ត៌មាននៅកាណាដាក៏មានល្មមគ្រប់គ្រាន់ដែរហើយដល់មកសួរថាមិនបាន TSA អត់មកធ្វើការហ្នឹងវាសំណួរហ្នឹងដូចងាយយល់ពេកហីកាយ Are you sure you want to ask that question while you are living in Canada and you don't even know what's going on in America so I should not answer you ណាពីព្រោះសំណួរហ្នឹងវាធូរពេកព្រោះនៅកាណាដាគ្រាន់តែអ្នកឆែកឆេរនៅពលានយន្តហោះអាមេរិកមិនមកធ្វើការអត់ដឹងរឿងគេរឿងហ្នឹងតើបើកមើលទៅដឹងហើយណាវីបូផាន់កូនស្រីខ្ញុំរៀនថ្នាក់ទី8មុខវិជ្ជាសង្គមរហូតតែខាងវិទ្យាសាស្ត្រគាត់ធ្វើបានល្អជួយបង្រៀនគាត់ណាស់តែមិនបានប្រសើរគួរធ្វើបែបណាពិនិត្យមើលថាអាចប្រឡងបាក់ឌុបជាប់ហើយទេយើងស្ទង់មើលនៅសល់4ឆ្នាំទៀតបើគាត់គ្រាន់តែខ្សោយតែគាត់ប្រឡងបាក់ឌុបជាប់គាត់នឹងទៅរៀនខាងវិទ្យាសាស្ត្រនោះយើងមិនសូវបារម្ភទេតែដែលបារម្ភឥឡូវវានៅ4ឆ្នាំទៀតយើងគិតធ្វើម៉េចបំពន់វិជ្ជាឲ្យគ្រប់ពិន្ទុសម្រាប់ទៅប្រឡងជាប់បាក់ឌុបអាហ្នឹងខ្ញុំឆ្លើយបានប៉ុណ្្នឹងទេណាដៀនច័ន្ទកាលណាចៅចូលដល់ថ្នាក់ទី12ហើយចៅវង្វេងពាក្យវង្វេងនេះគឺបាត់បង់នៅការតាំងចិត្តចំណុចមួយគ្មានការណែនាំណាពីចម្ងាយដោយតាអង្គុយនៅនេះហើយណែនាំចៅបានទេគឺចៅត្រូវប្រឹក្សាជាមួយនឹងលោកគ្រូឬក៏អ្នកគ្រូណាកូនណាប្រឹក្សាជាមួយលោកគ្រូនិងអ្នកគ្រូមិនអាចមកប្រឹក្សាជាមួយនឹងតាឆ្ងាយពេកអញ្ចឹងទេណាកូនណាអានឹងអញ្ចឹងសាំងឡើងចិត្ត90ហើយណាចាំតិចលោកអ្នកខ្ញុំអាប់ដេតរឿងមួយ Rosie มันបាច់ wish ទេណា Aria TSA employee at San Francisco airport still getting paid because San Francisco uses a private contractor I don't really understand that the only thing I know just like Kanyesu TSA វាអត់មកធ្វើការពីព្រោះការនិយាយថាវិការវាទាស់គ្នានៅសភារវាងគណៈបកប្រជាធិបតេយ្យហើយនឹងរដ្ឋាភិបាលដូណាល់ត្រាំណាវាតែប៉ុណ្្នឹងទេរដូវកាលធ្វើដំណើរវាចាប់ផ្ដើមមកដល់សាំងយន្តហោះឡើងថ្លៃហើយការឈួតចាំដើម្បីចូលឡើងយន្តហោះធ្វើឲ្យយឺតយ៉ាវត្រង់នេះជារឿងមួយដែលអ្នកបោះឆ្នោតអាមេរិកគាត់មិនសប្បាយចិត្តទេណាចាំមើលវាចាញ់ផលយ៉ាងម៉េចអានឹងយើងដឹងណាលោកតាចៅចង់រៀនចាត់វិជ្ជាហើយនៅខ្មែររកលុយបានទេដូចជាអត់បានទេចៅអើយតែបើចៅចង់រៀនហើយដេកធ្វើអ្នកក្រក៏ទៅរៀនទៅណាRayo Boss តើសម្ដេចហ៊ុនសែនដូណាល់ត្រាំមួយណាខ្លាំងហើយឆ្លាតជាងមនុស្សពីរនាក់នឹងចូលដូចគ្នាចំណែកឯខាងនយោបាយណាតាត្រាំរញ៉ៃជាងពីព្រោះគាត់កាន់តំណែងធំជាងហ៊ុនសែន 10000 ដងគាត់រញ៉ៃជាមួយពិភពលោកហ៊ុនសែនអត់ហ៊ានរញ៉ៃពិភពលោកទេហ៊ានរញ៉ៃជាមួយតែខ្មែរនឹងខុសគ្នាអញ្ចឹងចំណែកឯខាងរកលុយចាយហ៊ុនសែនអត់ចេះរកយកលុយចាយទេតាត្រាំចេះរកលុយចាយចំណែកស្លៀកពាក់តាសែនអត់ចេះស្លៀកពាក់ទេតាត្រាំចេះស្លៀកពាក់ចំណែកពិធីការតាត្រាំអត់ចេះទេតាសែនក៏អត់ចេះដែរណាចំណែកសម្ដីកលិចកលុចប្រហាក់ប្រហែលគ្នាណាអានោះអញ្ចឹងណារបៀបយើងប្រៀបធៀបបើចង់ប្រៀបធៀបតអញ្ចឹងណាសម្ដេចកម្ពុជាយុទ្ធសាស្ត្រត្រាំប្រៀបមិនបានអាហ្នឹងក៏ជាគំនិតមួយណា
ណាជាកំណត់មួយអានឹងជាកំណត់មួយជាកំណត់មួយជាផ្នែកមួយបាទជាផ្នែកមួយផ្ទះសម្រាប់គ្រួសារភាសាស្នាក់នៅបណ្ដោះអាសន្នល្អហើយគេសង់ផ្ទះសង់អីគេបានល្អហើយមានផ្លូវមានអីហើយឲ្យតែមានទឹកផឹកហើយនឹងមានទីផ្សារកុំឲ្យវាលំបាកដូចរុនត្អែកណាបាទបើលំបាកដូចរុនត្អែកអានឹងលំបាកបន្តិចរកស៊ីវាមិនបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ខ្មែរទៅស្ទាបថ្មប្រាសាទព្រះវិហារស្ទាបទៅយាយអើយស្ទាបទៅសៀមវាបាញ់បាក់ហ្នឹងទៅស្ទាបអាថ្មហ្នឹងទៅចោលមកសៀតធ្វើដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅស្ទាបថ្មថតស្ទាបថ្មហ្នឹងមិនស្ទាបទៅវាជួយយ៉ាងអីណានិយាយហ្នឹងលោតតាមតហ៊ុនសែននេះតហ៊ុនសែនអត់និយាយអីនិយាយហ្នឹងដេកបាត់ណាហ្នឹងចឹងសូវ៉ាន់ថាមានសរសេរតើអត់ឃើញកូនតើអត់ឃើញសូវ៉ាន់ណាតើអត់ឃើញសូវ៉ាន់តើអត់ឃើញកូនសូវ៉ាន់លោកតា based on your experience in business or life in general in uncertain situation how do you balance speed and accuracy when making decision នៅក្នុង uncertain situation អ្នកដែល learn how to use tools for thinking អ្នកដែលនៅក្នុងពេលដែលមានបញ្ហាណាអ្នកដែលចេះគិតតាមក្បួនគិតណាដោយចេះប្រើឧបករណ៍គិតនៅពេលដែលវាមានភាពមិនទៀងទាត់រអាក់រអួលឬអាសន្នគេគិតបានត្រូវដូចគ្នាពីព្រោះគេប្រកាន់ចិត្តមិនឆោឡោទេសវណ្ណគេប្រកាន់ចិត្តមិនឆោឡោឡើយដោយសារតែគេប្រកាន់ចិត្តមិនផ្អើលឆោឡោមិនតក់កុហលគេគិតបានត្រឹមត្រូវត្រង់ហ្នឹងហើយដូចឧទាហរណ៍អ៊ីស្រាអែលវាកំពុងតែត្រូវគ្រាប់របស់អ៊ីរ៉ានដែលបាញ់មកចម្រោះមានទាំងគ្រាប់ដែលបំពាក់ដោយគ្រាប់ប្រាយ cluster munition ផងទោះបីនៅក្រោមសម្ពាធប៉ុណ្ណាក៏ដោយអ្នកគិតអ៊ីស្រាអែលគិតរកច្រកចាញ់បានដោយសារគេចេះគិតហើយគេចេះប្រើឧបករណ៍សម្រាប់គិតនៅតែគិតបានកុំណានៅតែគិតបានរេម៉ុនសាយនៅទេមិនទាន់ឃើញសភាពអីធំដុំពីច្បាយទេបាទសុកមេងតម្លៃមិនទាន់ឃើញចុះផ្ដេសផ្ដាស់ទេពីព្រោះសម្ដីរបស់ត្រាំហើយនឹងសម្ដីរបស់អ៊ីរ៉ានគឺភូតទាំងអស់គ្នាអាមួយក៏ភូតអាមួយទៀតក៏ភូតកលិចដូចគ្នាអញ្ចឹងពិភពលោកនៅត្រឹងមិនទាន់ហ៊ានឡើងឬចុះផ្ដេសផ្ដាស់ទេណាតើប្រទេសដែលត្រូវអ៊ីរ៉ានវាយកំទេចបំផ្លិចបំផ្លាញអាចមានសិទ្ធិវាយបកវិញទេមានតែប្រទេសដែលអត់វាយដកវិញវាខ្លាចអ៊ីរ៉ានណាវាខ្លាចអ៊ីរ៉ានតាសេងឈៀនខ្ញុំបាននិយាយអំពីគោលបំណងនៃសង្គ្រាមនឹងហើយទៅចាក់ស្ដាប់ទៅខ្ញុំនិយាយច្រើនដងហើយបាទមើលទៅសម្ព័ន្ធមិត្តដូចជាមិនពេញចិត្តអ៊ីស្រាអែលបានជាមិនចូលជួយ USA មិនអញ្ចឹងទេសម្ព័ន្ធមិត្តដែលអល់ឯកមិនចូលជួយពីព្រោះអន់សម្ព័ន្ធចិត្តនឹងដូណាល់ត្រាំប៉ះពាល់ដល់ចិត្តគេធ្វើអីមិននិយាយគ្នាធ្វើស្រេចតែចិត្តម្ដងអីចេះម្ដងអីចោះបណ្ដាលឲ្យមានការអន់សម្ព័ន្ធចិត្តអញ្ចឹងណាវាមានការអន់សម្ព័ន្ធចិត្តលោកតាកូរ៉េខាងជើងអាចលូកដៃទេវ៉ាយូសៅកូរ៉េខាងជើងចង់លូកដៃពេលណាក៏បានដែរបើចំពោះតាវិញចង់ឲ្យវាលូកដៃណាពីព្រោះឲ្យវាចប់ឲ្យហើយទៅណាច
ចង់ឲ្យវាលូកដៃណាវាមានកូនតូចមួយវាគឹមចុងអ៊ុនវាអត់ដឹងតពូយ៉ាងម៉េចទេកូនវានៅតូចមែនតើហើយវាទៅភូតវាយកកូនវាទៅបើករថក្រោះកូនតូចហ្នឹងអង្គុយនៅក្នុងរថក្រោះបើកមិនកើតជើងអត់ដល់ដៃកាន់ចកោរថក្រោះមិនកើតណាមានឃើញទេវាយកកូនស្រីវាទៅបើករថក្រោះហើយអានោះអត់មានអង្គុយក្នុងរថក្រោះអង្គុយលើរថក្រោះទៅទៀតវាចាត់ទុករថក្រោះនោះដូចថយណាមានន័យថាម៉េចសំដែងដែរបាននិយាយថាអាមេរិកកាំងបានរៀបចំហាត់សម្យុទ្ធទុកមុនដើម្បីវាយអ៊ីរ៉ាន់យូរណាស់មកហើយអត់ទេបើមានសម្យុទ្ធទុកមុននោះมันធ្លាក់ទៅក្នុងរណ្ដៅបែបនេះទេបានសេចក្តីថាការត្រៀមលក្ខណៈมันគ្រប់គ្រាន់ការត្រៀមលក្ខណៈมันគ្រប់គ្រាន់ណាអូខេអញ្ចឹងបងប្អូនខ្ញុំសូមអរគុណខ្ញុំជម្រាបលាពេទ្យចេះតែតាក់ទងសារមកខ្ញុំឃើញផ្លឹបផ្លែតអញ្ចឹងខ្ញុំមានកូនឆ្កែនៅពេទ្យបានជាខ្ញុំលើកមុននេះខ្ញុំតាក់ទងគេឆ្លើយវិញឥឡូវមានសារគេមកខ្ញុំជម្រាបលាបងប្អូនសិនណាអូគិរីរំរឿងហ្នឹងខ្ញុំឃើញហើយចោលមកសៀតបងអូនណាចោលមកសៀតអញ្ចឹងអត់យកជាការទេចោលមកសៀតយ៉ាប់ទៅហើយបងអូនចោលមកសៀតជម្រាបលាបងប្អូនជម្រាបលាជីលីអត់ទៀងទេកូនអត់ទៀងទេ